ในក្នុងពេលនេះបូរ៉ូតូគឺបានคล้ายទៅជាជនក្បត់មួយដែលនៅក្នុងភ្នែករបស់មនុស្សទាំងអស់គាត់គឺជាឃាតករដែលបានសម្លាប់ណារូតូហើយនឹងប្រពន្ធរបស់គាត់ដូច្នេះហើយសម្រាប់ថ្ងៃនេះពួកយើងនឹងធ្វើការសម្រាយបន្តទៀតហើយស្វែងយល់ថាវានឹងទៅជាយ៉ាងណាមុននឹងចូលទៅដល់ការបកស្រាយប្រសិនបើគ្នាចង់ support ជាមួយនឹងខ្ញុំផ្ទាល់គឺគ្នាយើងអាច support តាមរយៈ QR code ខាងលើនេះឬមួយក៏ support ខ្ញុំតាមមួយបែបទៀតតាមរយៈការទិញ anime ស្អាតៗជាច្រើនដែលនៅក្នុងពេលនេះគឺមានជាមួយនឹង promotion ធំខ្លាំងមែនទែននិយាយទៅគឺមានជាមួយនឹងការបញ្ចុះតម្លៃសល់ត្រឹមតែ$10តែប៉ុណ្ណោះទៅលើគ្រប់អាយទាំងអស់តែម្ដងដូច្នេះប្រសិនបើគ្នាយើងមានចំណាប់អារម្មណ៍កុំភ្លេចធ្វើដំណើរទៅកាន់ page IG សក្តា MCU Store ឬមកក៏ page Facebook សក្តា Anime and Manga ដែលរកការទិញរបស់អ្នកនរនេះគឺពិតជាជួយខ្ញុំបានច្រើនមែនទែននៅក្នុងការផលិតវីដេអូជូនអ្នកទាំងអស់គ្នាឥឡូវដើម្បីកុំឲ្យអ្នកនរនេះចាំយូរតោះសេរីរឿងគឺបានចាប់ផ្ដើមនៅក្នុងរយៈពេល3ឆ្នាំក្រោយព្រឹត្តិការណ៍នៃ Omnipotence បានន័យថា Naruto គឺត្រូវបានសន្មតថាស្លាប់អស់រយៈពេល3ឆ្នាំរួចទៅហើយមិនត្រឹមតែប៉ុណ្្នឹងទេ Boruto ហើយនិង Sasuke ក៏បានរត់គេចចេញពី Village អស់រយៈពេល3ឆ្នាំដូចគ្នាអ្វីដែលយើងត្រូវយល់នោះ Omnipotence គឺជា Shinjutsu មួយដែលវាគឺបានផ្លាស់ប្ដូរនៃការគិតរបស់គ្រប់មនុស្សទាំងអស់តែម្ដងហើយដោយសារតែធម៌ពលមួយនេះ Boruto ហើយនិង Kawaki គឺត្រូវបានផ្លាស់ប្ដូរជីវិតជាមួយនឹងគ្នាហើយបើទោះជាគ្រប់គ្នាព្យាយាមចាំនៅការពិតក៏ដោយពួកគេគឺនៅតែគិតបែបនឹងដដែលពួកយើងបានស្វែងយល់ទៀតថាក្រោយការបាត់ខ្លួនរបស់ Naruto នោះ Shikamaru គឺបានក្លាយទៅជា Hokage ថ្មីដែល advisor របស់គាត់នោះគឺជា Konohamaru ដែលនៅក្នុងពេលនោះផងដែរ Sarada ក៏បានធ្វើដំណើរមកដល់នាងគឺបានព្យាយាមបញ្យល់ប្រាប់ថា Boruto គឺមិនមែនជាអ្នកសម្លាប់ Naruto នោះទេហើយក៏មិនមែនជាជនក្បត់ផងដែរប៉ុន្តែបើទោះជាខំប្រឹងបញ្យល់ប៉ុណ្ណាក៏ដោយពួកគេគឺនៅតែមិនជឿដដែលពីព្រោះថាការចងចាំរបស់ពួកគេគឺត្រូវបានផ្លាស់ប្ដូរទៅដោយ Omnipotence រួចទៅហើយឬបែបនេះ Shikamaru ក៏បានគំរាមទៅកាន់នាងថាប្រសិនបើនាងនៅតែបញ្ចេញនៅចរិតឆ្លើយបែបនេះនាងគឺប្រកាសជាមិនមានសង្ឃឹមនៅក្នុងការក្លាយទៅជា Hokage នោះទេប៉ុន្តែក្រោយបានលើនៅការគំរាមមួយនេះនាងគឺមិនខ្វល់អំពីសម្ដីនេះឡើយដែលបុគ្គលដែលនាងគោរពនោះគឺមិនមែនជាគាត់នោះទេប៉ុន្តែគឺជា Naruto ទៅវិញធ្វើដំណើរចូលទៅកាន់ Dimension Daikokuten ពួកយើងក៏បានឃើញជាមួយនឹង Naruto ហើយនឹងប្រពន្ធរបស់គាត់ដែលពួកគេគឺមិនបានកើតអាយុនោះទេដែលនៅក្នុង Dimension មួយនេះពេលវេលាគឺមិនដំណើរការឡើយដែលមកលេងជាមួយនឹងពួកគេនោះគឺជា Kawaki ធ្វើដំណើរចេញទៅកាន់ផ្នែកខាងក្រៅវិញពួកយើងក៏បានឃើញជាមួយនឹង Sarada ហើយនឹង Sumire ដែលពួកគេគឺកំពុងតែព្យាយាមស្វែងរកនៅដំណោះស្រាយនៃបញ្ហាមួយនេះប៉ុន្តែក្រោយបានលើបែបនេះភ្លាម Ada គឺមិនយល់ស្របនោះទេដែល Omnipotence គឺជាធម្មពលដែលពិសេសមួយដែលសូម្បីតែនាងក៏មិនអាចគ្រប់គ្រងវាបានដែរហើយប្រសិនបើនាងព្យាយាមបញ្យល់វាទៅកាន់គ្រប់គ្នានោះពួកគេគឺប្រកាសជាមិនយល់នោះទេដូច្នេះបញ្ហាមួយនេះគឺគ្មាននៅដំណោះស្រាយឡើយបញ្ចប់ជាមួយនឹងការសន្ទនាមួយនេះ Ada ក៏បានចាប់ផ្ដើមសង្ស័យតែម្ដងដែលមានតែពួកគេតែ2នាក់តែប៉ុណ្ណោះដែលមិនប៉ះពាល់ជាមួយនឹងធម្មពលរបស់នាងដែលលើនៅការសង្ស័យមួយនេះពួកគេក៏បាននឹកឃើញអំពីសម្ដីរបស់ Shikamaru កាលពី3ឆ្នាំមុនដែលពួកគេគឺមិនគួរណាឲ្យនាងដឹងអំពីអាចកំបាំងនេះនោះទេដូច្នេះពួកគេក៏បានធ្វើជាប៉ះពាល់ជាមួយនឹងធម្មពលរបស់នាងតែម្ដងធ្វើដំណើរទៅកាន់ផ្នែកខាងក្រៅវិញពួកយើងក៏បានឃើញជាមួយនឹង Mitsuki ហើយនឹង Kawaki ដែលពួកគេគឺកំពុងតែឈរជាមួយនឹងគ្នាដែលនៅក្នុងពេលនេះផងដែរ Mitsuki គឺនៅតែចង់សម្លាប់ Boruto ដដែលនិយាយទៅអ្វីគ្រប់យ៉ាងគឺដើម្បីតែ Kawaki នឹងឯងពីព្រោះថា Kawaki គឺជាព្រះអាទិត្យដែលផ្ដល់ពន្លឺមកកាន់ព្រះច័ន្ទរបស់គាត់លឺបែបនេះភ្លាម Kawaki គឺមិនសូវជាពេញចិត្តប៉ុន្មាននោះទេដែលនៅក្នុងពេលនោះគាត់ក៏បានចាប់ផ្ដើមហោះចេញតែម្ដងដែលគាត់គឺត្រូវតែធ្វើដំណើរទៅកាន់ផ្នែកខាងក្រៅនៃ Village នេះតែមូលដែលស្របពេលដែលគាត់កំពុងតែធ្វើដំណើរចេញទៅនោះ Mitsuki ក៏បានចាប់ផ្ដើមមានចិត្តមិនស្រួលតែម្ដងដែល Kawaki គឺជាព្រះអាទិត្យរបស់គាត់ពិតមែនដែរឬទេធ្វើដំណើរទៅកាន់មួយផ្នែកទៀតនៃ Village នោះពួកយើងក៏បានឃើញជាមួយនឹង Himawari ដែលនាងគឺកំពុងតែហាត់សមជាមួយនឹង Chocho ប៉ុន្តែដោយសារតែបទពិសោធន៍ទិញនៃរបស់នាងនោះនាងក៏ត្រូវបានចាញ់តែម្ដងដែលចូលរួមជាមួយនឹងពួកគេនោះគឺជា Shikadai ហើយនិង Inojin បញ្ចប់ជាមួយនឹងការហាត់សមមួយនេះ Himawari ក៏បានលើកឡើងថានាងគឺនៅតែគិតថា Boruto គឺមិនមែនជាមនុស្សអាក្រក់នោះទេហើយបន្ថែមពីលើនេះទៀតនោះនាងគឺនៅតែគិតថាឪពុកម្ដាយរបស់ខ្លួនគឺនៅរស់នៅឡើយដែលនាងគឺហាក់បីដូចជាចាប់បាននៅឆាក្រារបស់ពួកគេចឹងធ្វើដំណើរទៅកាន់ផ្នែកខាងក្រៅនៃ Village នោះយើងឃើញថា Kawaki គឺបានប្រើប្រាស់ជាមួយនឹងភ្នែករបស់ខ្លួនដើម្បីបង្រួមនៅខ្លមមកទាំងអស់ដែលវាគឺថែមតែជាប់នឹងករបស់ Shinobi មួយចំនួនផងដែរប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយវាគឺបានហួសពេលរួចទៅហើយដែលសត្រូវមួយចំនួនគឺបានធ្វើដំណើរមកដល់ដោយប្រើប្រាស់ជាមួយនឹងខ្លមមកមួយឃើញបែបនេះភ្លាម Kawaki ក៏បានស្ទុះទៅវាប្រហារពួកគេតែម្ដងដែលសូម្បីតែ Sarada ក៏បានចូលរួមផងដែរដែលនៅក្នុងពេលនោះ Code ក៏បានធ្វើដំណើរមកដល់ដែលគាត់គឺពិតជាប្លែកខ្លាំងមែនទែនជាពិសេសគឺ
ជាស្នាមជាប់នឹងភ្នែករបស់គាត់គឺបានបញ្យល់ប្រាប់ថាខ្លួនគឺបានព្យាយាមតាមសម្រាប់បូរូតូអស់រយៈពេល2ឆ្នាំមកហើយនៅក្នុងពេលនេះគាត់គឺគ្មានការអត់ធ្មត់ទៀតនោះទេដូច្នេះប្រសិនបើគាត់មកវាប្រហារជាមួយនឹងខូណូហានូបូរូតូគឺប្រកាសជាបង្ហាញខ្លួនជាមិនខានយើងឃើញថាត្រឹមតែមួយរំពេចតែប៉ុណ្ណោះបូរូតូក៏បានបង្ហាញខ្លួនពិតមែនដែលគាត់គឺបានជន់នៅមុខរបស់ខូដផងដែរដែលនៅពេលដែលគាត់បានមកដល់ភ្លាមគ្រប់គ្នាក៏បានចាប់យកនៅឆាក្រារបស់គាត់ភ្លាមតែម្ដងដូច្នេះនៅក្នុងពេលនេះខាវ៉ាគីក៏បានដឹងថាគាត់មកវិញដូចគ្នានៅពេលដែលបានជួបគ្នាភ្លាមបូរូតូក៏បានគំរាមទៅកាន់ខូដតែម្ដងថាប្រសិនបើគាត់ដកនៅកងទ័ពរបស់ខ្លួនទៅវិញនោះបូរូតូនឹងទុកជីវិតឲ្យគាត់ប៉ុន្តែប្រសិនបើមិនព្រមទេនោះលើកនេះខូដគឺមិនមែនរបួសត្រឹមតែភ្នែកនោះទេប៉ុន្តែគឺដល់អាយុជីវិតរបស់គាត់តែម្ដងឬបែបនេះខូដគឺពិតជាអស់សំណើចខ្លាំងមែនទែនដែលគាត់គឺត្រូវបានគេគំរាមបែបនេះដែលគាត់គឺមិនសូវជាជឿប៉ុន្មាននោះទេដែលបូរូតូគឺមានធម៌ពលគ្រប់គ្រាន់ដើម្បីសម្លាប់គាត់ដែលនៅក្នុងពេលនោះបូរូតូក៏បានបញ្យល់ឲ្យសារដាព្យាយាមប្រយុទ្ធបន្តទៀតធ្វើដំណើរទៅកាន់មួយផ្នែកទៀតនៃវេលានេះយើងឃើញថា Team 10 គឺកំពុងតែប្រយុទ្ធជាមួយនឹងសត្រូវទាំងអស់ដែលជាមួយនឹងការរួមដៃគ្នារបស់ពួកគេនោះពួកគេគឺបានយកឈ្នះនៅសត្រូវមួយចំនួនបានសម្រេចដែលនៅក្នុងពេលនោះផងដែរខាវ៉ាគីក៏បានទៅវាប្រហារនៅសត្រូវមួយចំនួនបន្ថែមទៀតប៉ុន្តែដោយសារតែសត្រូវមួយគឺមានជាមួយនឹងរៀននៅកនជាប់នៅភ្នែករបស់វានោះគាត់ក៏ត្រូវបានគេវាយបុកនឹងដីតែម្ដងតែដោយសារតែចំនួនពីជាកដៃនោះខាវ៉ាគីក៏បានបាញ់សម្លាប់នៅសត្រូវនោះបានសម្រេចធ្វើដំណើរទៅកាន់មួយផ្នែកទៀតយើងឃើញថាសាដាដាគឺបានប្រើប្រាស់ជាមួយនឹងជីដូរីដើម្បីសម្លាប់នៅសត្រូវមួយចំនួនផងដែរប៉ុន្តែនៅក្នុងពេលនោះនាងក៏ត្រូវបានវាប្រហារទៅដោយសត្រូវពីខាងក្រៅតែម្ដងប៉ុន្តែជាសំណាងល្អនាងក៏ត្រូវបានជួយសង្គ្រោះទៅដោយឈីណូប៊ីម្នាក់ដែលគាត់គឺត្រូវបានខំទៅដោយសត្រូវផងដែរដែលជាលទ្ធផលគាត់គឺត្រូវបានក្លាយទៅជាដើមឈើមួយត្រឡប់ទៅកាន់បូរូតូវិញយើងឃើញថាត្រឹមតែប្រើប្រាស់នៅដៃរបស់ខ្លួនតែប៉ុណ្ណោះគាត់គឺបានកាត់សម្លាប់នៅសត្រូវទាំងអស់បានយ៉ាងងាយដែលបញ្ចប់ជាមួយនឹងចម្បាំងមួយនេះគាត់ក៏បានព្យាយាមបញ្យល់ទៅកាន់ខូនម្ដងទៀតដែល The Telltale គឺពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនបូរូតូគឺបានបញ្យល់ប្រាប់ថាកាលពីលើកមុន The Telltale គឺមានតួនាទីនៅក្នុងការស៊ីជាមួយនឹង Otsutsuki មួយដែលក្រោយបានស៊ីជាមួយនឹងពួកគេហើយវានឹងត្រូវបានក្លាយទៅជា Divine Tree មួយផងដែរប៉ុន្តែនៅក្នុងពេលឆាប់ៗនេះវានឹងត្រូវបានវិវត្តទៅជាប្រភេទមួយផ្សេងទៀតដល់ពេលនឹងហើយពួកគេគឺប្រកាសជាមិនអាចបញ្ឈប់វាបាននោះទេបូរូតូថែមទាំងបានបញ្យល់ទៀតថានៅក្នុងពេលនេះពួកគេគឺមានឱកាសនៅក្នុងការបញ្ឈប់នៅការវិវត្តមួយនេះដូច្នេះប្រសិនបើខូដនាំគាត់ទៅកាន់ខ្លួនពិតប្រាកដរបស់ The Telltale នោះបូរូតូគឺប្រកាសជាទុកជីវិតឲ្យគាត់ជាមិនខានឬបែបនេះខូដគឺមិនយល់ព្រមនឹងសំណាញ់នេះឡើយដែលបុគ្គលដែលនឹងត្រូវស្លាប់នោះគឺជាបូរូតូទៅវិញនោះទេដែលលើបែបនេះភ្លាមបូរូតូគឺពិតជាធុញទ្រាន់ខ្លាំងមែនទែនដែលគាត់គឺបានបើកជាមួយនឹង Rasengan ថ្មីមួយដែលវាគឺមានឈ្មោះថា Usahiko ជួបនៅស្ថានភាពបែបនេះខូដក៏បានបញ្ចេញជាមួយនឹងខ្លមមកមួយចំនួននៅពីក្រោយបូរូតូដែលគាត់គឺបានធ្វើដំណើរទៅកាន់ទីនោះទៅប៉ុន្តែបើទោះជាគាត់ចាប់បូរូតូជាប់ក៏ដោយធម្មពលមួយក៏បានរំនៅដៃរបស់គាត់តែម្ដងដែលជួបនៅស្ថានភាពបែបនេះខូដក៏បានស្ទុះទៅវាប្រហារបូរូតូម្ដងទៀតយើងឃើញថាបើទោះជាខំប្រឹងយ៉ាងណាក៏ដោយខូដគឺមិនអាចប៉ះជាមួយនឹងបូរូតូបាននោះទេដែលនៅក្នុងពេលនោះបូរូតូក៏បានបញ្ចេញជាមួយនឹង Rasengan ថ្មីរបស់គាត់តែម្ដងដែលយើងឃើញថាខូដគឺពិតជាវិលមុខខ្លាំងមែនទែនពួកយើងបានស្វែងយល់ថាtechniqueថ្មីនេះគឺបានប្រើប្រាស់ជាមួយនឹងការបង្វិលរបស់ភពផែនដីទាំងមូលដែលវាគឺបានធ្វើឲ្យពិភពលោកនេះគឺមានជាមួយនឹងការរញ្ជួយដីតែម្ដងហើយបន្ថែមពីលើនេះទៀតនោះដរាបណាដែលភពផែនដីនេះគឺនៅតែបន្តបង្វិលនោះវាគឺអាចធ្វើឲ្យបុគ្គលដែលប៉ះពាល់ជាមួយនឹងtechniqueនេះឈឺចាប់ជារៀងរហូតតែម្ដងយើងឃើញថាដោយសារតែការប៉ះពាល់ជាមួយនឹងtechniqueមួយនេះខូដគឺមានតែការវិលមុខខ្លាំងមែនទែនដែលគាត់គឺមិនអាចងើបឈរបានឡើយដែលឃើញបែបនេះបូរូតូក៏បានគំរាមទៅកាន់គាត់ម្ដងទៀតថាប្រសិនបើគេនាំគាត់ទៅរកខ្លួនពិតប្រាកដរបស់ The Telltale នោះគាត់នឹងដោះលែងនៅtechniqueមួយនេះបើមិនចឹងទេនោះខូដគឺប្រកាសជាឈឺស្លាប់ជាមិនខានយើងឃើញថានៅក្នុងពេលនោះខាម៉ាគីក៏បានស្ទុះទៅវាប្រហារពួកគេទាំងពីរតែម្ដងដែលបូរូតូក៏បានរត់ចេញពីទីនោះបានសម្រេចដែលគ្រប់គ្នាក៏បានធ្វើដំណើរមកដល់ផងដែរជួបនៅស្ថានភាពបែបនេះខូដក៏បានព្យាយាមបញ្ចេញជាមួយនឹងខ្លមមករបស់ខ្លួនដើម្បីរត់ចេញពីទីនោះប៉ុន្តែប្រើប្រាស់ជាមួយនឹងភ្នែករបស់គាត់នោះខាម៉ាគីក៏បានបង្រួមវាបានសម្រេចដែលនៅក្នុងពេលនេះខូដគឺមិនអាចរត់គេចចេញបាននោះទេប៉ុន្តែស្របពេលដែលពួកគេគិតថាបានយកឈ្នះហើយនោះខ្លក្រៅមួយក៏បានចេញពីខូដតែម្ដងហើយប្រើប្រាស់ជាមួយនឹងខ្លមកជាប់នឹងវានោះខូដក៏បានរត់ចេញពីទីនោះបានសម្រេចធ្វើដំណើរទៅកាន់សាដាដាវិញនោះយើងឃើញថាបុគ្គលដែលបានជួយសង្គ្រោះនាងគឺនៅមានជីវិតនៅឡើយនោះទេប៉ុន្តែពួកគេគឺត្រូវបានជាប់នៅក្នុងដើមឈើមួយដែលនាងគឺបានសន្មតថាគ្រប់ខ្លក្រៅទាំងអស់គឺមានតួនាទីនៅក្នុងការស៊ីជាមួយនឹង Otsutsuki ដើម្បីបង្កើតជាមួយ Divine Tree មួយប៉ុន្តែដោយសារតែបុគ្គលម្នាក់នេះគឺមិនមែនជា Otsutsuki នោះវាគឺប្រកាសជាបរាជ័យជាមិនខានហើយដូច្នេះហើយបានជាពួកគេខ្លាយទៅជាដើមឈើធម្មតាបែបនេះត្រឡប់ទៅកាន់ទីលានចម្បាំងវិញយើងឃើញថាខាវ៉ាគីគឺបានព្យាយាមសួរសំណួរទៅកាន់បូរូតូជាច្រើនមែនទែនតែហេតុអីបានជាគាត់ធ្វើដំណើរមកកាន់ទីនេះនិងជាពិសេសនោះ
នោះតើគាត់គឺមានជំនឿបំណងអ្វីទៅឬបែបនេះភ្លាមបូរ៉ូតូគឺមិនមានពេលវេលាដើម្បីឆ្លើយនៅសំណួរទាំងអស់នេះនោះទេប៉ុន្តែគាត់គឺពិតជាធូរចិត្តខ្លាំងមែនទែនដែលបងស្រីរបស់ខ្លួនគឺមិនមាននៅគ្រោះថ្នាក់អ្វីនោះទេដែលនៅក្នុងពេលនោះផងដែរសត្វកង្កែបមួយក៏បាននិយាយទៅកាន់បូរ៉ូតូតែម្ដងដែលវាគឺជាសត្វកង្កែបរបស់ Kashin Koji វាគឺបានបញ្យល់ប្រាប់ថាផែនការរបស់ពួកគេគឺបានជោគជ័យរួចទៅហើយដែលខូតគឺបានដកថយទៅកាន់បន្ទាយរបស់ខ្លួនវិញដូច្នេះពួកគេគឺប្រកាសជាអាចធ្វើដំណើរទៅរក The Telltale ជាមិនខានយើងឃើញថាក្រៅបានចាប់យកនៅទីតាំងរបស់ខូតបាននោះបូរ៉ូតូក៏បានប្រើប្រាស់ជំនាញ Jutsu ថ្មីមួយទៀតឈ្មោះថា Flying Raijin ដែលវាគឺជាtechniqueបង្កើតឡើងទៅដោយ Hokage ទី2 Tobirama និងប្រើប្រាស់ទៅដោយលោកតារបស់គាត់គឺ Minato ដែលត្រឹមតែមួយរំពេចតែប៉ុណ្ណោះគាត់ក៏បាន teleport ទៅដល់ខូតបានសម្រេចនៅពេលដែលបានទៅដល់ភ្លាមបូរ៉ូតូហើយនិង Kashin Koji គឺបានព្យាយាមស្វែងរកជំនាញ The Telltale តែម្ដងប៉ុន្តែវាគឺត្រូវបានហួសពេលរួចទៅហើយដែល The Telltale គឺត្រូវបានវិវត្តខ្លួនទៅជាអ្វីមួយផ្សេងទៀតហៅថា Shinju សត្រូវដែលយើងបានជួបដំបូងគេនោះគឺមានឈ្មោះថា Mamushi ដែលវាគឺជា Shinju បង្កើតឡើងទៅដោយប្រើប្រាស់នៃឆាក្រារបស់បុគ្គលម្នាក់ឈ្មោះថា Bug ដែលគាត់គឺជាអតីតកូនចៅរបស់ខូននឹងឯងយើងឃើញថានៅក្នុងរំពេចនោះ Mamushi ក៏បានស្ទុះទៅវាប្រហារបូរ៉ូតូតែម្ដងប៉ុន្តែប្រើប្រាស់ជំនាញ Jutsu រន្ទះមួយគាត់ក៏បានរត់គេចបានសម្រេចដែលនៅក្នុងពេលនេះគាត់គឺមិនមាននៅជំរឿទៀតនោះទេពួកយើងបានស្វែងយល់ថាសត្រូវថ្មីនេះគឺពិតជាមានធម៌ពលខ្លាំងអស្ចារ្យមែនទែនដែលបូរ៉ូតូម្នាក់ឯងគឺមិនអាចយកឈ្នះបាននោះទេដូច្នេះហើយគ្មានជំរឿនោះគាត់ក៏បានដោះលែងខូតចេញពីតិចនៃរបស់ខ្លួនតែម្ដងសង្ឃឹមថាខូតគឺអាចជួយគាត់នៅក្នុងចម្បាំងមួយនេះយើងឃើញថានៅក្នុងរំពេចនោះសត្រូវចំនួន3នាក់ទៀតក៏បានធ្វើដំណើរមកដល់ដែលម្នាក់គឺមានឈ្មោះថា Jura ម្នាក់ទៀតគឺមានឈ្មោះថា Matsuri និងចុងក្រោយគឺមានឈ្មោះថា Hidari ដែលសត្រូវមួយនេះគឺមានរូបរាងដូចជាមួយនឹង Sasuke ខ្លាំងមែនទែនត្រឡប់ទៅកាន់ Konoha វិញ Kawaki គឺបានរាយការណ៍នៅរឿងរ៉ាវទាំងអស់ទៅកាន់ Shikamaru ដែលគាត់គឺបានបញ្យល់ប្រាប់ថា Boruto គឺបានបាត់ខ្លួនដោយមិនដឹងមូលហេតុនោះទេហើយបន្ថែមពីលើនេះទៀតនោះគាត់គឺហាក់បីដូចជានិយាយជាមួយនឹងបុគ្គលម្នាក់ទៀតដែលនៅក្នុងពេលនេះគាត់គឺមិនដឹងថាវាគឺជាអ្នកណានោះទេយើងឃើញថានៅក្នុងពេលនោះ Sarada ក៏បានធ្វើដំណើរមកដល់ដែលនាងគឺពិតជាខឹងសម្បាជាមួយនឹង Kawaki ខ្លាំងមែនទែនដែលនាងគឺបានលើកឡើងថាគាត់ក៏ជា Otsutsuki ដូចគ្នាដូច្នេះគាត់ក៏ដូចជាមួយនឹង Boruto ផងដែរលីបាននេះភ្លាមគាត់ក៏បានលើកឡើងថាពួកគេគឺមិនដូចគ្នានោះទេដែលនៅពេលដែលគាត់បានសម្លាប់ Boruto បានសម្រេចហើយនោះគាត់នឹងសម្លាប់ខ្លួនឯងតែម្ដងនិយាយចំឲ្យតែ Naruto មានសុវត្ថិភាពនោះគាត់គឺមិនខ្វល់អំពីជីវិតខ្លួនឯងនោះទេបញ្ចប់ជាមួយនឹងចំនួនមួយនេះ Sarada ក៏បានបញ្យល់ប្រាប់ថានៅក្នុងការវាយប្រហារការពីអំបញ្ញមិញនេះគឺមានចំនួនបញ្ហាជាច្រើនមែនទែនដែលមនុស្សជាច្រើនគឺត្រូវបានខ្លាយទៅជាដើមឈើមួយប៉ុន្តែអ្វីដែលល្អបំផុតនោះពួកគេគឺនៅមានជីវិតនៅឡើយនោះទេដែលបុគ្គលដែលអាចជួយសង្គ្រោះពួកគេបាននោះគឺមានតែ Boruto តែប៉ុណ្ណោះដែលគាត់គឺដឹងជាមួយនឹងរឿងរ៉ាវមួយដែលពួកគេមិនដឹងឡើយត្រឡប់ទៅកាន់ការចម្បាំងវិញយើងឃើញថា Hidari គឺបានស្ទុះទៅវាប្រហារ Boruto តែម្ដងហើយគាត់គឺថែមទាំងប្រើប្រាស់ជាមួយនឹង Chidori បន្ថែមទៀតដែលវាបកជាមួយនឹងការវាយប្រហារមួយនេះ Boruto ក៏បានប្រើប្រាស់ជាមួយនឹង Rasengan មួយយើងឃើញថាជាមួយនឹងធម៌ពលរបស់គាត់នោះ Boruto គឺមិនអាចយកឈ្នះតែម្នាក់ឯងបាននោះទេដែលគាត់គឺបានសុំជំនួយពីខូតតែម្ដងប៉ុន្តែក្រោយបានលើបែបនេះភ្លាមខូតគឺមិនយល់ព្រមនឹងសំណាញ់នេះឡើយដែលគាត់ក៏បានដកខ្លួនចេញពីទីនោះទៅយើងឃើញថាគ្មានជំរឿទៀតនោះ Boruto ក៏បាន teleport ចេញពីទីនោះតែម្ដងដែលគាត់គឺបានធ្វើដំណើរមកដល់ដើមឈើមួយដែលជាប់នៅក្នុងដើមឈើនេះគឺជាលោកគ្រូរបស់គាត់គឺ Sasuke នឹងឯងដែល Boruto គឺបានសន្យាថានឹងជួយគាត់ចេញពីដើមឈើមួយនេះនៅក្នុងពេលនោះផងដែរ Kashin Koji ក៏បានធ្វើដំណើរមកដល់ដែលគាត់គឺមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេដែល Boruto គឺមានជំនឿនឹងការធ្វើប្រហែសបែបនេះពីព្រោះថាប្រសិនបើ Boruto ត្រូវបានស្លាប់នោះពិភពលោកនេះគឺប្រកាសជាត្រូវបានកំទេចជាមិនខានសាច់រឿងគឺបានចាប់ផ្ដើមនៅក្នុងរយៈពេល1ឆ្នាំក្រោយព្រឹត្តិការណ៍នៃ Omnipotence ដែល Boruto គឺកំពុងតែហាត់សមជាមួយនឹងគ្រូបង្រៀនរបស់ខ្លួនគឺ Sasuke Uchiha ដែលនៅក្នុងរយៈពេល1ឆ្នាំកន្លងមកនេះ Boruto គឺបានចេះគ្រប់សពនៅអ្វីគ្រប់យ៉ាងតែម្ដងដែល Sasuke គឺមិនមានអ្វីដើម្បីបង្រៀនគាត់ទៀតនោះទេប៉ុន្តែបើទោះជាចេះគ្រប់យ៉ាងក៏ដោយគាត់គឺត្រូវតែខំប្រឹងបន្ថែមទៀតបើមិនអញ្ចឹងទេនោះគាត់គឺប្រកាសជាមិនអាចជោគជ័យនៅលើបេសកកម្មរបស់ខ្លួនជាមិនខាន Sasuke ថែមទាំងបានបន្ថែមទៀតថា Boruto គឺដូចជាមួយនឹង Naruto ខ្លាំងមែនទែនហើយបើទោះជាការចងចាំរបស់គាត់គឺត្រូវបានផ្លាស់ប្ដូរក៏ដោយ Boruto គឺនៅតែជាកូនសិស្សរបស់គាត់ដដែលយើងឃើញថាមួយរយៈក្រោយមកពួកគេក៏បានជួបជាមួយនឹង Code ដែលនៅក្នុងចម្បាំងមួយនេះ Sasuke នេះឯងគឺជាអ្នកកាត់នៅភ្នែករបស់គាត់ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយពួកគេគឺមិនអាចយកឈ្នះបាននោះទេដូច្នេះហើយគ្មានជំរឿននោះ Sasuke ក៏បានស្ទុះទៅវាប្រហារ Code តែម្នាក់ឯងតែម្ដងដែលគាត់គឺបានផ្ដាំឲ្យ Boruto មើលថែនៅកូនស្រីរបស់ខ្លួនដែល Boruto គឺមិនអាចធ្វើអ្វីបាននោះទេក្រៅពីស្រែករកគ្រូបង្រៀនរបស់ខ្លួនតែប៉ុណ្ណោះ
យើងឃើញថាមួយរយៈក្រោយមកបូរូតូក៏បានត្រឡប់ទៅកាន់ទីលានចម្បាំងសាជាថ្មីដែលស្ត្រីជាច្រើនគឺត្រូវបានស្លាប់ដោយកំដាប់ដៃនៃគ្រូបង្រៀនរបស់ខ្លួនប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ Sasuke គឺត្រូវបានចាញ់រួចទៅហើយដែលគាត់គឺត្រូវបានជាប់នៅក្នុងដើមឈើមួយដែលមិនអាចធ្វើអ្វីបាននោះគាត់ក៏បានសម្រេចចិត្តយកនៅដៃនៃគ្រូបង្រៀនរបស់ខ្លួនតែម្ដងដែលគាត់គឺបានសន្យាថានឹងដោះលែងគាត់ចេញពីដើមឈើមួយនេះស្របពេលដែលពួកយើងក៏បានធ្វើដំណើរមកកាន់ពេលបច្ចុប្បន្នវិញធ្វើដំណើរទៅកាន់ Konoha វិញយើងឃើញថា Moegi ដែលជាមិត្តរបស់ Konohamaru ហើយនឹងគ្រូបង្រៀនរបស់ Team 10 នាងក៏ត្រូវបានជាប់នៅក្នុងដើមឈើដូចគ្នាដែលនាងគឺបានលះបង់ខ្លួនឯងដើម្បីជួយនៅនារីម្នាក់ហើយនឹងកូនរបស់ខ្លួនដែលឃើញបែបនេះគ្រប់គ្នាគឺពិតជាសង្ស័យខ្លាំងមែនទែនដែលពួកគេគឺបានសន្យាថានឹងជួយនាងចេញពីដើមឈើមួយនេះត្រឡប់ទៅកាន់បន្ទាយរបស់ Shinju វិញយើងឃើញថាដោយសារតែការស្រូបនាងចូលទៅក្នុងដើមឈើនេះឯងវាគឺបានបង្កើតជាមួយនឹង Shinju មួយឈ្មោះថា Matsuri រីឯ Shinju ដទៃទៀតក៏ត្រូវបានបង្កើតឡើងនៅក្នុងផ្លូវដូចគ្នាដែល Chakra របស់ Sasuke គឺត្រូវបានបង្កើតនៅ Hidari រីឯ Chakra របស់ Bak គឺត្រូវបានបង្កើតទៅជា Mamushi ទៅវិញប៉ុន្តែចំពោះ Jura វិញនោះពួកយើងគឺមិនដឹងតែគាត់យក Chakra មកពីណានោះទេដែលគាត់គឺអាចជា Detente ដែលផ្ទាល់តែម្ដងដែលបានវិវត្តទៅជា Shinju នេះ Jura បានបញ្យល់ប្រាប់ថាកាលពីលើកមុនគោលដៅរបស់ពួកគេគឺត្រូវតែស៊ីជាមួយនឹង Otsutsuki ដើម្បីបង្កើតជាមួយនឹង Divine Tree មួយប៉ុន្តែនៅក្នុងពេលនេះពួកគេគឺបានវិវត្តទៅជាអ្វីមួយផ្សេងទៀតដែលគ្រប់ Shinju ទាំងអស់គឺមានជាមួយនឹងគោលដៅរៀងៗខ្លួនដែលគោលដៅរបស់ Jura នោះគឺជាការស៊ីជាមួយនឹង Naruto Uzumaki ដល់ពេលហ្នឹងហើយទើបគាត់ទទួលបាននូវចម្លើយនៃសំណួររបស់គាត់ទាំងអស់យើងឃើញថាទស្សនៈជាមួយនឹងការសន្ទនាមួយនេះគឺជា Ada ដែលនាងគឺពិតជាផ្ទះផ្អើលខ្លាំងមែនទែនដែលស្ត្រីថ្មីនេះគឺចង់ស៊ីជាមួយនឹង Naruto ហើយមិនត្រឹមតែប៉ុណ្្នឹងទេស្របពេលដែលនាងកំពុងតែទស្សនានៃការសន្ទនាមួយនេះ Mamushi ក៏បានដឹងថានាងកំពុងតែទស្សនាតែម្ដងដែលគាត់គឺបានបញ្យល់ប្រាប់ថានាងនឹងឯងគឺជាគោលដៅរបស់ខ្លួនដែលឃើញបែបនេះភ្លាម Ada គឺពិតជាមានភាពភ័យខ្លាចខ្លាំងមែនទែនដែលស្ត្រីថ្មីទាំងអស់នេះគឺអាចមើលឃើញនៅ Sharingan របស់នាងពួកយើងថែមទាំងបានស្វែងយល់ទៀតថា Matsuri គឺមានបំណងនៅក្នុងការស៊ីជាមួយនឹង Konohamaru ដើម្បីទទួលបាននូវចម្លើយដែលនាងចង់បានបំផុតរីឯ Hidari វិញនោះគោលដៅរបស់គាត់គឺជាកូនស្រីរបស់ Sasuke គឺ Sarada Uchiha ធ្វើដំណើរទៅកាន់បន្ទប់ពិសោធន៍របស់ Amado វិញពួកយើងក៏បានឃើញជាមួយនឹងគាត់ហើយនឹង Sumire ដែលនាងគឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជាគាត់មិនខ្វាយខ្វល់អំពី Boruto បែបនេះពីព្រោះថា Boruto គឺជាចំណុចសំខាន់បំផុតដើម្បីធ្វើឲ្យកូនស្រីរបស់គាត់ត្រឡប់មកវិញឬបែបនេះភ្លាម Amado ក៏បានលើកឡើងថានៅក្នុងការចងចាំរបស់គាត់ Boruto គឺមានជាមួយនឹង Kama ដែលផ្ទុកជាមួយនឹងតនន័យនៃកូនស្រីរបស់ខ្លួនហើយបន្ថែមពីលើនេះទៀតខ្លួនរបស់ Boruto ទាំងមូលគឺត្រូវបានផ្លាស់ប្ដូរទៅជាបច្ចេកវិទ្យា Shinobi ទៅដោយគាត់ដោយផ្ទាល់នឹងឯងប៉ុន្តែបើទោះជាការចងចាំរបស់គាត់យ៉ាងម៉េចក៏ដោយវាគឺមិនសមស្របនោះទេដោយ Kama ដែលគាត់បានផ្ដល់ទៅកាន់ Boruto គឺបែរជានៅជាមួយនឹង Kawaki ទៅវិញនិងជាពិសេសនោះខ្លួនរបស់ Kawaki គឺត្រូវបានច្នៃទៅដោយគាត់នឹងឯងដល់ពេលនឹងហើយទើបគាត់បានសន្មតថាការចងចាំរបស់គាត់គឺត្រូវបានផ្លាស់ប្ដូរដោយមិនដឹងមូលហេតុនោះទេទស្សនៈជាមួយនឹងការសន្ទនាមួយនេះគឺជា Shikamaru ហើយនិង Sai ដែលពួកគេគឺពិតជាមានចំណាប់អារម្មណ៍ខ្លាំងមែនទែនដែលការសន្មតមួយនេះគឺជាការពិតឬមួយក៏យ៉ាងណាទៅត្រឡប់ទៅកាន់ Sarada ហើយនិង Sumire វិញពួកយើងក៏បានស្វែងយល់អំពី Omnipotence បន្ថែមទៀតដែលវាគឺបានផ្លាស់ប្ដូរនៃការចងចាំដោយមិនមានការសូរសំនួរនោះទេដែលបើទោះជាគ្រប់គ្នាគឺបានឃើញនៅរូបថតគ្រួសាររបស់ Boruto ឬមួយក៏មុខមាត់ដូចជាមួយនឹង Naruto ក៏ដោយប៉ុន្តែការចងចាំរបស់ពួកគេគឺមិនទទួលយកនូវព័ត៌មានទាំងអស់នេះនោះទេដែលនៅក្នុងខួរក្បាលរបស់ពួកគេ Kawaki គឺជាកូនប្រុសរបស់ Naruto ដដែលលើកលែងតែ Sasuke តែប៉ុណ្ណោះដែលគាត់គឺបានជឿជាក់ទៅលើកូនស្រីរបស់ខ្លួនខ្លាំងជាងការចងចាំរបស់គាត់ទៅទៀតយើងឃើញថាស្របពេលដែលពួកគេកំពុងតែសន្ទនាគ្នានោះ Boruto ក៏បានធ្វើដំណើរមកដល់ដែលគាត់គឺបានលើកឡើងថាគ្រូបង្រៀនរបស់ខ្លួនគឺបានលះបង់នៅអ្វីគ្រប់យ៉ាងទាំងអស់ដើម្បីជួយសង្គ្រោះនៅកូនស្រីរបស់ខ្លួនព្រមទាំងកូនស្រីរបស់ខ្លួនផងដែរដែលក្រោយបានឃើញជាមួយនឹងគាត់ភ្លាម Sarada ក៏បានស្ទុះទៅអោបគាត់ភ្លាមតែម្ដងដែល Sumire គឺបានត្រឹមតែសម្លឹងមើលពួកគេតែប៉ុណ្ណោះធ្វើដំណើរទៅកាន់ការប្រជុំមួយពួកយើងក៏បានឃើញជាមួយនឹងចាស់ទុំចំនួន2នាក់ហើយនឹង Shikamaru ដែលនៅក្នុងពេលនេះពួកយើងគឺបានស្វែងយល់ថាគាត់គឺមិនទាន់បានក្លាយទៅជា Hokage ទី8ជាផ្លូវការនោះទេដែលនេះគឺគ្រាន់តែជាតំណែងជាបណ្ដោះអាសន្នតែប៉ុណ្ណោះនៅក្នុងការប្រជុំនេះផងដែរចាស់ទុំទាំង2នាក់នេះគឺបានលើកឡើងថាពួកគេគឺត្រូវតែសម្លាប់ Boruto ជាដាច់ខាតបំផុតបើមិនចឹងទេនោះពួកគេគឺប្រកាសជាបាត់បង់នូវការគ្រប់គ្រងពី The Feudal Lord ជាមិនខានដែលលើបែបនេះភ្លាម Shikamaru ក៏បានយល់ព្រមនឹងសំណើមួយនេះប៉ុន្តែទាំងមាត់របស់គាត់គឺពិតជាចម្លែកខ្លាំងមែនទែនបញ្ចប់ជាមួយនឹងការសន្ទនាមួយនេះ Shikamaru ក៏បានត្រឡប់ទៅកាន់បន្ទប់របស់គាត់វិញដែលគាត់គឺបានកោះហៅជាមួយនឹង Ino មកកាន់ទីនេះផងដែរដែលគាត់គឺមានជាមួយនឹងបេសកកម្មមួយដែលពិតជាសំខាន់ខ្លាំងមែនទែនពួកយើងគឺបានស្វែងយល់ថាគាត់គឺចង់និយាយជាមួយនឹង Boruto តែម្នាក់ឯងតែប៉ុណ្ណោះដែលវាគឺអាចធ្វើបានតាមរយៈ Ino នឹងឯងប៉ុន្តែក្រោយបានឮបែបនេះភ្លាមនាងគឺមិនសូវជាចង់យកព្រមប៉ុន្មាននោះទេដោយការទំនាក់ទំនងដោយសម្ងាត់បែបនេះគឺពិតជាខុសច្បាប់ខ្លាំងមែនទែនប៉ុន្តែក្រោយបានស្វែងយល់ថាវាគឺដើម្បីសុវត្ថិភាពរបស់ Konoha នោះនាងក៏បានយ
យកព្រមតែម្ដងត្រឡប់ទៅកាន់ខាវ៉ាគីវិញយើងឃើញថាអេដាគឺបានរាយការណ៍នៅរឿងរ៉ាវទាំងអស់ទៅប្រាប់គាត់ដែលនៅក្នុងពេលនេះ The Telltale គឺបានវិវត្តខ្លួនទៅជាសត្រូវមួយប្រភេទទៀតហៅថា Shinju ដែលគោលបំណងរបស់ពួកគេនោះគឺមិនត្រឹមតែស៊ីជាមួយនឹង Otsutsuki ទៀតនោះទេប៉ុន្តែថែមទាំងចង់ស៊ីជាមួយនឹង Naruto ទៀតផងឬបែបនេះភ្លាម Kawaki គឺពិតជាខឹងសម្បាខ្លាំងមែនទែនប៉ុន្តែដរាបណាដែល Naruto គឺនៅក្នុងដៃរបស់គាត់នោះពួកគេគឺមិនអាចធ្វើអ្វី Naruto បាននោះទេដែលលើបែបនេះភ្លាម Demon ក៏បានបញ្ចេញនូវបញ្ហាមួយថាប្រសិនបើសត្រូវទាំងអស់នេះគឺបានធ្វើដំណើរមករក Naruto នោះគ្រប់គ្នាគឺប្រកាសជាដឹងថា Naruto គឺនៅរស់ជាមិនខាននេះជាពិសេសនោះពួកគេគឺប្រកាសជាស្វែងយល់ថាគាត់គឺមិនមែនជាកូនប្រុសរបស់ Naruto ពិតប្រាកដនោះទេប៉ុន្តែគឺជា Boruto ទៅវិញបញ្ចប់ជាមួយនឹងការសន្ទនាមួយនេះ Kawaki ក៏បានធ្វើដំណើរចេញពីទីនោះទៅដែលរងចាំជាមួយនឹងគាត់នោះគឺជា Mitsuki ដែលបេសកកម្មរបស់គាត់គឺជាការទស្សនាជាមួយនឹង Kawaki, Ada ហើយនឹង Demon នឹងឯងត្រឡប់ទៅកាន់ Boruto វិញយើងឃើញថាក្រោយការស្ទុះទៅអបគាត់នៅក្នុងល្បឿនលឿនបែបនេះ Sarada គឺពិតជាអៀនខ្លាំងមែនទែនដែល Boruto គឺមិនប្រកាន់អ្វីឡើយប៉ុន្តែគាត់គឺបានធ្វើដំណើរមកកាន់ទីនេះដើម្បីផ្ដល់ដំណឹងសំខាន់មួយដែល Sasuke គឺត្រូវបានស្រូបចូលទៅក្នុងដើមឈើរួចទៅហើយដែលវាគឺជាកំហុសរបស់គាត់ទាំងអស់គាត់ថែមទាំងបានបន្ថែមទៀតថាកាលពីលើកមុន The Telltale គឺមានតួនាទីនៅក្នុងការស៊ីជាមួយនឹង Otsutsuki តែប៉ុណ្ណោះប៉ុន្តែនៅក្នុងពេលនេះវាគឺបានវិវត្តទៅជាអ្វីមួយផ្សេងទៀតហៅថា Shinju ដែលពួកគេគឺទទួលបានធម្មពលព្រមទាំងរូបរាងនៃបុគ្គលដែលជាប់នៅក្នុងដើមឈើទាំងអស់យើងឃើញថាស្របពេលដែលពួកគេកំពុងតែសន្ទនាគ្នានោះ Kawaki គឺបានចាប់យកនៅឆាក្រារបស់ Boruto តែម្ដងដែលគាត់គឺមានបំណងនៅក្នុងការទៅសម្លាប់គេនៅក្នុងពេលនោះផងដែរប៉ុន្តែស្របពេលដែលគាត់កំពុងតែរាយការណ៍វាទៅកាន់ Shikamaru នោះ Mitsuki ក៏បានបញ្ចូលនៅពឹសចូលទៅក្នុងខ្លួនរបស់គាត់ដែលគាត់ក៏ត្រូវបានដួលសន្លប់តែម្ដងយើងឃើញថាក្រោយ Kawaki ត្រូវបានដួលសន្លប់ភ្លាម Mitsuki ក៏បានរាយការណ៍នៅរឿងរ៉ាវទៅកាន់ Shikamaru ទាំងអស់ដែល Boruto គឺកំពុងតែស្ថិតនៅក្បែរនេះឯងដែលគាត់នៅតែសម្លាប់ Boruto តែម្នាក់ឯងតែប៉ុណ្ណោះត្រឡប់ទៅកាន់ Boruto វិញយើងឃើញថាស្របពេលដែលគាត់កំពុងតែសន្ទនាគ្នានោះគាត់ក៏ទទួលបានការផ្ញើសារមួយដែលវាគឺជា Shikamaru នឹងឯងដែលគាត់គឺបានលើកឡើងថានៅក្នុងពេលនេះបុគ្គលម្នាក់គឺកំពុងតែធ្វើដំណើរទៅសម្លាប់គាត់ដែលត្រឹមតែមួយរំពេចតែប៉ុណ្ណោះ Boruto ក៏ត្រូវបានវាយប្រហារទៅដោយសត្វពស់មួយតែម្ដងប៉ុន្តែប្រើប្រាស់ចំណុចតិចនៃ Flying Raijin គាត់ក៏បានរត់គេចបានសម្រេចយើងឃើញថាដែលមិនឲ្យខាពេលយូរនេះទេ Mitsuki ក៏បានបើកជាមួយនឹង Sage Mode តែម្ដងដែលគាត់ក៏បានស្ទុះទៅវាយប្រហារ Boruto ផងដែរប៉ុន្តែប្រើប្រាស់ជាមួយនឹង Purple Lightning ដែលជាតិចនៃរបស់ Kakashi នោះគាត់ក៏បានវាយបកវាបានសម្រេចដែលគាត់ក៏បានចាប់ផ្ដើមហោះតែម្ដងមុននឹងគាត់បានហោះចេញទៅនោះ Boruto ក៏បានសន្យាជាមួយ Sarada ម្ដងទៀតដែលគាត់នឹងធ្វើអ្វីគ្រប់យ៉ាងទាំងអស់ដើម្បីជួយសង្គ្រោះនៅជីវិតនៃឪពុករបស់នាងដែលនាងក៏បានយកព្រមផងដែរយើងឃើញថាស្របពេលដែលគាត់កំពុងតែហោះហើរចេញទៅនោះ Shikamaru ក៏បាននិយាយជាមួយនឹងគាត់បន្តទៀតដែលនៅក្នុងពេលនេះហើយគាត់គឺបានសង្ស័យថា Boruto គឺជា Boruto Uzumaki នឹងឯងដែលគាត់ហើយនឹង Kawaki គឺបានផ្លាស់ប្ដូរជីវិតជាមួយនឹងគ្នាប៉ុន្តែនៅក្នុងពេលនេះ Shikamaru គឺមិនទាន់ច្បាស់លាស់នៅឡើយនោះទេហើយដូច្នេះហើយបានជាគាត់ចង់និយាយជាមួយនឹង Boruto បែបនេះក្រោយការហោះអស់មួយសន្ទុះនោះ Boruto ក៏បានធ្វើដំណើរមកដល់ជីនៃ Village តែម្ដងប៉ុន្តែដោយសារតែសត្វពស់មួយដែលត្រូវបានលាក់ទៅដោយ Mitsuki នោះគាត់ក៏ត្រូវបានគេរកឃើញភ្លាមផងដែរដែល Boruto គឺបានត្រៀមខ្លួនរួចរាល់សម្រាប់ចម្បាំងមួយនេះនៅក្នុងពេលនេះហើយពួកយើងក៏បានឃើញជាមួយនឹងការកើតរបស់ Mitsuki តែម្ដងដែលនៅក្នុងផ្នែករបស់គាត់គឺត្រឹមតែជាប្រច័ណ្ឌដែលគ្មានពន្លឺតែប៉ុណ្ណោះដូច្នេះហើយបានជាគាត់ត្រូវការជាមួយនឹងព្រះអាទិត្យមួយដើម្បីផ្ដល់ពន្លឺជូនគាត់ដែលព្រះអាទិត្យនឹងឯងគឺជា Kawaki ប៉ុន្តែនៅក្នុងពេលនេះគាត់គឺមិនដឹងថា Kawaki គឺជាព្រះអាទិត្យរបស់គាត់ពិតមែនដែរទេត្រឡប់ទៅកាន់ការចម្បាំងវិញយើងឃើញថា Mitsuki គឺបានស្ទុះទៅវាប្រហារ Boruto តែម្ដងប៉ុន្តែដោយសារតែល្បឿនរបស់គាត់នោះ Mitsuki គឺមិនអាចចាប់គេបាននោះទេដែលនៅក្នុងពេលនោះ Mitsuki ក៏បានបញ្ចេញជាមួយនឹង clone ជាច្រើនហើយបើទោះជាខំប្រឹងយ៉ាងណាក៏ដោយវាគឺមិនមានប្រសិទ្ធភាពទាំងអស់តែម្ដងដែល Boruto គឺបានយកឈ្នះនៅចម្បាំងនេះដោយមិនមានភាពលំបាកនោះទេយើងឃើញថាបើទោះជាគាត់បានយកឈ្នះនៅក្នុងចម្បាំងនេះក៏ដោយ Boruto គឺមិនហ៊ានសម្លាប់អតីតមិត្តរបស់ខ្លួនឯងនោះទេដែល Mitsuki គឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជាគេបញ្ចេញនៅចរិតបែបនេះដល់ពេលហ្នឹងហើយ Boruto ក៏បានបញ្ចេញនៅការពិតតែម្ដងដែល Kawaki គឺមិនមែនជាព្រះអាទិត្យរបស់ Mitsuki ពិតប្រាកដនោះទេប៉ុន្តែបែរជាគាត់ទៅវិញយើងឃើញថាក្រោយបានលើបាតនេះភ្លាម Mitsuki ក៏បានចាប់យកនៅឱកាសនេះភ្លាមតែម្ដងដែល Boruto គឺនៅតែនិយាយបន្តទៀតដែលវាគឺសុទ្ធតែជាការពិតទាំងអស់ដែលលើបាតនេះភ្លាម Mitsuki ក៏បានសម្រេចចិត្តដោះលែងគាត់តែម្ដងបញ្ចប់ជាមួយនឹងចម្បាំងមួយនេះគាត់ក៏បានផ្ដល់ដំណឹងទៅកាន់ Shikamaru ទាំងអស់ដែលនៅក្នុងពេលនេះពួកគេគឺមិនចាំបាច់បារម្ភទៀតឡើយដែល Naruto ហើយនឹងប្រពន្ធរបស់គាត់គឺនៅរស់នៅឡើយនោះទេលើបែបនេះភ្លាម Shikamaru គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ុន្តែគាត់គឺមិនទាន់ជឿជាក់ 100% នោះទេដែលនៅក្នុងពេលនេះ Boruto គឺត្រូវតែប្រាប់នៅរឿងរ៉ាវដែលបានកើតឡើងទាំងអស់ដែលបញ្ចប់ជាមួយនឹងការសន្ទនាមួយនេះ Boruto ក៏បានលើកឡើងតែម្ដងថាប្រសិនបើ Mitsuki គឺត្រូវការជាមួយនឹងព្រះអាទិត្យដើម្បីផ្ដល់ពន្លឺទៅកាន់ខ្លួននោះគាត់គឺតែងតែនៅជាមួយនឹង Mitsuki
Mitsuki ជានិច្ចដែល Mitsuki គឺមិនដឹងតែត្រូវនិយាយអ្វីនោះទេយើងឃើញថាក្រោយជំនួបមួយនេះត្រូវបានបញ្ចប់ Boruto ក៏បានផ្ដល់នូវគ្រប់ព័ត៌មានទាំងអស់ទៅកាន់ Shikamaru តែម្ដងអំពី Omnipotence ហើយនិង Kawaki ដែលគាត់គឺបានលើកឡើងថាវាគឺជាធម៌ពលមួយដែលពិសេសខ្លាំងមែនទែនហើយបើទោះជាពួកគេខំប្រឹងយ៉ាងណាក៏ដោយវាគឺគ្មានវិធីដើម្បីផ្លាស់ប្ដូរវានោះទេប៉ុន្តែបើទោះជាពួកគេអាចផ្លាស់ប្ដូរវាបានក៏ដោយបញ្ហារបស់ Kawaki គឺនៅតែបន្តមានដដែលដែលអ្វីដែលគាត់ចង់បានបំផុតនោះគឺជាការសម្លាប់ Boruto នឹងឯងដែលនៅក្នុងផ្លេតរបស់គាត់វាគឺជាមធ្យោបាយតែមួយតែប៉ុណ្ណោះដើម្បីការពារនៃជីវិតរបស់ Naruto លើបែបនេះ Shikamaru គឺបានជឿជាក់ទៅលើសម្ដីរបស់គាត់ទាំងអស់ប៉ុន្តែគាត់គឺមានជំនឿសំណើដ៏ធំមួយដែលគាត់គឺមិនចង់ឲ្យ Kawaki ក៏ដូចជាអ្នកដទៃទៀតដឹងអំពីការពិតនៅឡើយនោះទេដូច្នេះហើយ Boruto គឺត្រូវតែបន្តនៅជាជនក្បត់ដដែលដែលលើបែបនេះ Boruto ក៏បានយល់ព្រមនឹងសំណើមួយនេះត្រឡប់ទៅកាន់បន្ទាយរបស់ពួក Shinju វិញយើងឃើញថា Chura គឺកំពុងតែអានជំនឿសភៅជាច្រើនដែលគាត់គឺពិតជាមានចំណាប់អារម្មណ៍ជាមួយនឹងចំណេះដឹងដែលគាត់ទទួលបានខ្លាំងមែនទែនប៉ុន្តែដល់ពេលដែលគាត់ទទួលបានចំណេះដឹងថ្មីនោះសំណួរថ្មីមួយទៀតក៏ត្រូវបានបំផុសចេញមកដូច្នេះហើយដើម្បីដោះស្រាយនៅបញ្ហាមួយនេះគាត់នឹងធ្វើដំណើរទៅរកចំណេះ Naruto ហើយស៊ីចំណេះ Naruto ដោយផ្ទាល់តែម្ដងដល់ពេលនឹងហើយទើបគាត់ទទួលបានចំណេះដឹងដែលគាត់ចង់បានបំផុតសាច់រឿងគឺបានចាប់ផ្ដើមជាមួយនឹង Ada ដែលប្រើប្រាស់ជាមួយនឹង Sengoku របស់នាងគឺបានទស្សនាជាមួយនឹងការសន្ទនារបស់ Boruto ហើយនិង Mitsuki ដែលក្រោយបានទស្សនាវារួចនាងគឺបានគិតថា Boruto គឺពិតជាលយខ្លាំងមែនទែនយើងឃើញថានៅក្នុងរំពេចនោះ Delta ហើយនិង Kawaki គឺបានត្រៀមខ្លួនរួចរាល់ទៅហើយដែលអ្វីដែលពួកគេត្រូវការបំផុតនោះគឺជាទីតាំងរបស់ Boruto តែប៉ុណ្ណោះដែលក្រោយបានទទួលវាពី Ada ភ្លាមពួកគេក៏បានហោះចេញពីទីនោះទៅត្រឡប់ទៅកាន់ Boruto វិញគាត់គឺបានរាយការណ៍នៅគ្រប់យ៉ាងទាំងអស់ទៅកាន់ Shikamaru ដែលគាត់គឺបានលើកឡើងថានៅក្នុងពេលនេះ The Telltale គឺបានវិវត្តខ្លួនទៅជាអ្វីមួយផ្សេងទៀតហៅថា Shinju ហើយប្រសិនបើគាត់ឬមកក៏ Kawaki គឺត្រូវបានពួកគេស៊ីនូពិភពលោកនេះគឺនឹងត្រូវបានកំទេចជាមិនខានគាត់ថែមទាំងបានបន្ថែមទៀតថា Shinju ទាំងអស់នោះគឺត្រូវបានបង្កើតឡើងទៅដោយប្រើប្រាស់ចំណុចឆាក្រារបស់បុគ្គលមួយចំនួនប៉ុន្តែពួកគេគឺមិនទាន់បានស្លាប់នៅឡើយនោះទេដែលគាត់គឺមានចំណុចវិធីមួយដើម្បីសង្គ្រោះពួកគេនៅក្នុងពេលនោះស្របពេលដែលពួកគេកំពុងតែសន្ទនាគ្នា Kawaki ក៏បានតាក់ទងទៅកាន់ Shikamaru តែម្ដងដែលគាត់គឺបានលើកឡើងថា Ada គឺបានចាប់ទីតាំងរបស់ Boruto បានសម្រេចរួចទៅហើយដែលគាត់ហើយនឹង Delta គឺកំពុងតែធ្វើដំណើរទៅកាន់ទីនោះប៉ុន្តែក្រោយបានលេងនៅការសន្ទនានេះភ្លាម Boruto ក៏បាន teleport ចេញពីទីនោះតែម្ដងដែលគាត់គឺនឹងតាក់ទងមកកាន់ Shikamaru បន្តទៀតយើងឃើញថានៅពេលដែលគាត់បាន teleport ចេញទៅភ្លាម Kawaki ក៏បានឈប់ភ្លាមតែម្ដងដែលគាត់គឺមិនអាចចាប់យកនៅឆាក្រារបស់ Boruto បានទៀតនោះទេហាក់បីដូចជាគាត់គឺត្រូវបានបាត់ខ្លួនដោយមិនដឹងមូលហេតុអញ្ចឹងដែលជួបនៅស្ថានភាពបែបនេះ Kawaki គឺពិតជាសង្ស័យខ្លាំងមែនទែនត្រឡប់ទៅកាន់ Ada វិញយើងឃើញថា Mitsuki គឺបានចាប់ផ្ដើមនិយាយជាមួយនឹងនាងដែលគាត់គឺបានលើកឡើងថាមុនពេលដែលគាត់បានជួបនាងនោះគាត់គឺមិនដែលស្គាល់ថាអ្វីគឺជាស្នេហានោះទេប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយវាគឺជាស្នេហាคล้ายៗមួយដោយសារតែធម៌ពលរបស់នាងគាត់ថែមទាំងបានបន្ថែមទៀតថាគាត់គឺពិតជាមានភាពភ័យខ្លាចខ្លាំងមែនទែនដែលបើគាត់គិតថាជាព្រះអាទិត្យរបស់ខ្លួនគឺអាចជាព្រះអាទិត្យคล้ายៗមួយដែលព្រះអាទិត្យពិតប្រាកដគឺអាចជា Boruto ទៅវិញប៉ុន្តែនៅក្នុងពេលនេះគាត់គឺមិនដឹងថាគិតយ៉ាងណានោះទេធ្វើដំណើរទៅកាន់បន្ទាយរបស់ Shinju វិញយើងឃើញថាប្រើប្រាស់ជាមួយនឹង Claw ក្រែមមួយដែលកំពុងតែរត់នៅក្បែរខ្លោងទ្វាររបស់ Konoha ពួកគេក៏បានធ្វើដំណើរទៅដល់ទីនោះបានសម្រេចដែលស្ត្រីដែលបានមកនោះគឺមានត្រឹមតែ Chura ហើយនិង Hidari តែប៉ុណ្ណោះយើងឃើញថានៅពេលដែលពួកគេបានឈានជើងចូលមកកាន់វាលិចភ្លាមគ្រប់គ្នាក៏បានចាប់យកនៅឆាក្រារបស់ពួកគេភ្លាមតែម្ដងដែលឆាក្រារបស់ Hidari គឺដូចជាមួយនឹង Sasuke ខ្លាំងមែនទែនដែលចាប់បាននៅឆាក្រានេះភ្លាម Sarada គឺពិតជាភ្ជាប់អាប់មិនធម្មតានោះទេយើងឃើញថាត្រឹមតែមួយរំពេចតែប៉ុណ្ណោះ Shinobi ជាច្រើនគឺបានព្យាយាមមកបញ្ឈប់ពួកគេប៉ុន្តែពួកគេគឺមិនបានប្រយោជន៍សោះតែម្ដងដែលគ្រប់គ្នាគឺត្រូវបានគេសម្លាប់ដោយដើមឈើមួយបញ្ចប់ជាមួយនឹងការសម្លាប់មួយនេះពួកគេក៏បានធ្វើដំណើរទៅដល់ហាងសៀវភៅមួយផងដែរដែលពួកគេគឺពិតជាមានចំណាប់អារម្មណ៍ខ្លាំងមែនទែនប៉ុន្តែនៅក្នុងពេលនោះពួកគេក៏ត្រូវបានវាយប្រហារទៅដោយ Kawaki តែម្ដងជួបនៅស្ថានភាពបែបនេះ Chura គឺពិតជាខឹងសម្បាខ្លាំងមែនទែនដែលគាត់គឺមិនចង់ច្បាស់គ្នានៅពីមុខហាងសៀវភៅនេះឡើយដែលវាគឺនឹងត្រូវបានកំទេចវាកថាបានដែរដូច្នេះហើយនៅក្នុងពេលនោះគាត់ក៏បានឃុំឃាំង Kawaki នៅក្នុងដើមឈើមួយហើយគាត់ក៏បានស្ទុះទៅវាយប្រហារដើមឈើនឹងផងដែរប៉ុន្តែប្រើប្រាស់ជាមួយ Sukuna Hikone Kawaki ក៏បានរត់គេចបានសម្រេចដែលគាត់ក៏បានស្ទុះទៅវាយប្រហារសត្រូវទៀតតែម្ដងយើងឃើញថាបើទោះជាគាត់បានប្រើប្រាស់ជាមួយនឹង Kama ក៏ដោយគាត់គឺមិនមានសង្ឃឹមនៅក្នុងការយកឈ្នះនោះទេដែលគាត់គឺត្រូវបានគេវាយឲ្យប៉ាយតបោះជាមួយនឹងធុងទឹកតែម្ដងដែលឃើញបែបនេះភ្លាម Delta គឺពិតជាបារម្ភខ្លាំងមែនទែនបញ្ចប់ជាមួយនឹងចម្បាំងមួយនេះ Chura ក៏បានចាប់យកនៅឆាក្រារបស់ Naruto បានសម្រេចប៉ុន្តែនៅពេលដែលគាត់បានទៅដល់វាគឺមិនមែនជា Naruto នោះទេប៉ុន្តែបែរជាក្មេងស្រីម្នាក់ទៅវិញដែលវាគឺ
គឺគ្មានអ្នកណានោះទេក្រៅពីកូនស្រីរបស់ Naruto គឺ Himawari នៅពេលដែលបានជួបជាមួយនឹងនាងភ្លាម Chura គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលគាត់គឺបានចាប់យកនៅ Chakra របស់ Kurama នៅក្នុង Naruto ប៉ុន្តែអ្វីដែលចម្លែកបំផុតនោះវាគឺបែរជានៅក្នុងខ្លួនរបស់ក្មេងស្រីនេះទៅវិញយើងឃើញថាមិនឲ្យខាតពេលយូរនោះទេ Chura ក៏បានព្យាយាមចាប់នាងជាមួយនឹងដើមឈើមួយប៉ុន្តែប្រើប្រាស់ជាមួយនឹងjutsuរបស់ខ្លួន Shikadai ក៏បានជួយសង្គ្រោះនាងបានសម្រេចដែល Inoчин ក៏បានវាប្រហារទៅកាន់សត្រូវផងដែរឃើញបែបនេះ Chura ក៏បានលើកឡើងថាគោលដៅរបស់គាត់គឺមិនមែនជាពួកគេនោះទេប៉ុន្តែគឺជា Himawari ដូច្នេះហើយប្រសិនបើពួកគេមិនរំខានគាត់នោះគាត់គឺប្រកាសជាទុកជីវិតឲ្យពួកគេជាមិនខានជួបនៅស្ថានភាពបែបនេះ Shikadai ក៏បានផ្ដោតដំណឹងទៅកាន់ឪពុករបស់ខ្លួនដែលសត្រូវម្នាក់នេះគឺចង់បានតែមនុស្សម្នាក់តែប៉ុណ្ណោះដែលម្នាក់នោះគឺជាកូនស្រីរបស់ Naruto ហើយអ្វីដែលចម្លែកបំផុតនោះវាគឺមានអ្វីទាក់ទងជាមួយនឹង Kurama ផងដែរធ្វើដំណើរទៅកាន់បន្ទាយរបស់ Orochimaru មួយពួកយើងក៏បានជួបជាមួយនឹង Boruto ហើយនិង Kachin Kochi ដែលគាត់គឺបានលើកឡើងថាសត្រូវគឺបានបង្ហាញខ្លួនរួចទៅហើយដូច្នេះហើយ Boruto គឺត្រូវតែធ្វើដំណើរទៅកាន់ទីនោះនៅក្នុងពេលនេះតែម្ដងត្រឡប់ទៅកាន់ Kamaki វិញយើងឃើញថាបើទោះជាគាត់ត្រូវបានគេវាយយ៉ាងខ្លាំងក៏ដោយប៉ុន្តែគាត់គឺបានជាពីរបួសនៅក្នុងល្បឿនលឿនខ្លាំងមែនទែនដែលមុនពេលដែលគាត់បានហោះចេញទៅច្បាំងបន្តទៀតនោះគាត់ក៏បានចាប់យកនៅ Chakra មួយដោយ Chakra នោះគឺជារបស់ Boruto ដែលគាត់ក៏បានស្ទុះទៅកាន់ទីនោះភ្លាមតែម្ដងយើងឃើញថានៅពេលដែលគាត់បានមកដល់ Boruto ក៏ត្រូវបានតាក់ទងទៅដោយ Shikamaru ដែលគាត់គឺទទួលបានព័ត៌មានតាក់ទងនឹងការវាយប្រហារនេះទាំងអស់ដែលនៅក្នុងពេលនេះគឺមានសត្រូវចំនួន2នាក់ដែលគោលដៅរបស់ពួកគេគឺជាប្អូនស្រីរបស់ខ្លួនគឺ Himawari ដែលលើបែបនេះ Boruto គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ុន្តែមុនពេលដែលគាត់អាចធ្វើដំណើរទៅកាន់ទីនោះបាននោះ Kamaki ក៏បានធ្វើដំណើរមកដល់ដែលគោលដៅរបស់គាត់គឺនៅតែចង់សម្លាប់ Boruto ដដែលជួបនឹងស្ថានភាពបែបនេះ Boruto គឺមិនចង់ច្បាំងគ្នាជាមួយនឹង Kamaki នោះទេដែលសត្រូវដែលបានមកវាយប្រហារនេះគឺពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ Kamaki គឺមិនព្រមស្ដាប់តតែសោះតែម្ដងដែលគាត់ក៏បានស្ទុះទៅវាយប្រហារ Boruto ផងដែរដែលយើងឃើញថាគាត់គឺត្រូវបានគេវាយយ៉ាងចាស់ដៃតែម្ដងឃើញបែបនេះ Boruto គឺពិតជាខកចិត្តខ្លាំងមែនទែនដែលនៅក្នុងរយៈពេល3ឆ្នាំកន្លងមកនេះ Kamaki គឺបានហាត់សមដែរទេហេតុអីបានជាគាត់អន់បែបនេះដោយគ្មានជំរឿននោះ Kamaki ក៏បានសម្រេចចិត្តបាយជាមួយនឹង Kama របស់ខ្លួនតែម្ដងហើយដោយសារតែការភ្ជាប់គ្នារវាង Kama ទាំងពីរនោះ Kama របស់ Boruto ក៏ត្រូវបានបើកដូចគ្នាយើងឃើញថាដោយមិនដឹងមូលហេតុនោះ Boruto គឺមិនអាចគ្រប់គ្រងវាបាននោះទេដែលជួបនៅស្ថានភាពបែបនេះ Kachin Kochi ក៏បានឲ្យគាត់ហោះចេញពីទីនោះតែម្ដងដែលឃើញបែបនេះភ្លាម Kamaki គឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជា Boruto មិនអាចគ្រប់គ្រងនៅ Kama របស់ខ្លួនបានបែបនេះត្រឡប់ទៅកាន់ការចម្បាំងវិញយើងឃើញថា Chura គឺបានប្រើប្រាស់ជាមួយនឹង Tail Beast Bomb ជាមួយនឹង Rinnegan របស់ខ្លួនដែលគាត់គឺបានព្យាយាមបាញ់វាទៅកាន់ Shikadai ប៉ុន្តែជាសំណាងល្អនោះគាត់ក៏ត្រូវបានវាប្រហារទៅដោយឈោតែម្ដងដែលវាគឺបានធ្វើឲ្យការវាប្រហារមួយនេះខ្ទាតទៅកាន់កន្លែងមួយផ្សេងទៀតដែលវាគឺបានបង្កើតនៅបន្ទុះយ៉ាងធំមួយយើងឃើញថាដើម្បីរត់គេចពីបន្ទុះមួយនេះពួកគេក៏បានជិះជាមួយនឹងបាក់សីធំមួយដែលប្រើប្រាស់ជាមួយនឹង jutsu របស់ Inoчин ប៉ុន្តែក្រោយពេលដែលពួកគេបានរត់គេចបានសម្រេចនោះ Himawari ក៏បានសម្រេចចិត្តឲ្យពួកគេទុកនាងចោលតែម្ដងដែលនាងនឹងឯងគឺជាអ្វីដែលសត្រូវចង់បានបំផុតប៉ុន្តែនៅក្នុងពេលនោះនាងក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងចម្លែកមួយដែលអង្គុយនៅពីក្រោយនាងនោះគឺគ្មានអ្នកណានោះទេក្រៅពី Kurama នឹងឯងត្រឡប់ទៅកាន់ Shikamaru វិញយើងឃើញថាគាត់គឺជាអ្នកឲ្យបញ្ជាទៅកាន់គ្រប់គ្នាទាំងអស់ដែលនៅក្នុងពេលនេះ Konohamaru គឺបានធ្វើដំណើរទៅដល់ទីលានចម្បាំងរីឯ Kamaki ក៏បានចេញដំណើរទៅកាន់ទីនេះដូចគ្នាដែលក្រោយការបញ្ជាមួយនេះគាត់ក៏បានតាក់ទងទៅកាន់ Boruto ម្ដងទៀតដែល Boruto គឺគ្រាន់តែចង់បានការសម្រាកតែបន្តិចតែប៉ុណ្ណោះជួបនៅស្ថានភាពបែបនេះ Chura ក៏បានធ្វើដំណើរចេញពីទីនោះទៅដែលគាត់គឺបានបន្សល់ទុកតែ Hidari តែម្នាក់តែប៉ុណ្ណោះដែលនៅក្នុងពេលនោះដូចគ្នា Sarada ហើយនិង Sumire ក៏បានធ្វើដំណើរមកដល់ដែលនៅពេលដែលពួកគេបានមកដល់ភ្លាម Hidari ក៏បានស្ទុះទៅវាប្រហារពួកគេតែម្ដងប៉ុន្តែប្រើប្រាស់ចំនួនភាពរហ័សរបស់ខ្លួន Sarada ក៏បានវាប្រហារមកវិញបានសម្រេចដែលនាងគឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជាសត្រូវម្នាក់នេះគឺអាចប្រើប្រាស់ចំនួន Chirori បានដូចគ្នាពីព្រោះថាមានតែនាងហើយនិងឪពុករបស់ខ្លួនតែប៉ុណ្ណោះដែលអាចប្រើប្រាស់វាបានត្រឡប់ទៅកាន់ការសន្ទនារបស់ Himawari វិញយើងឃើញថា Kurama គឺបានណែនាំខ្លួនទៅកាន់នាងម្ដងទៀតដែលគាត់គឺបានបញ្យល់ប្រាប់ថាការសន្ទនាមួយនេះគឺបានកើតឡើងនៅក្នុងខួរក្បាលរបស់ពួកគេទាំងពីរដែលគាត់នឹងបញ្យល់អំពីរឿងរ៉ាវទាំងអស់ដោយគ្រប់គ្នាបានដឹងហើយថានៅក្នុងចម្បាំងជាមួយនឹង Ichiki Chakra ក៏ដូចជាព្រលឹងរបស់គាត់គឺត្រូវបានរសាត់តែម្ដងប៉ុន្តែបើទោះជា Tail Beast ណាមួយគឺត្រូវបានស្លាប់ក៏ដោយពួកគេនឹងអាចរស់ឡើងវិញម្ដងទៀតដែលវាគឺត្រូវការតែពេលវេលាតែប៉ុណ្ណោះហើយអ្វីដែលពិសេសបំផុតនោះ Himawari គឺមានជាមួយនឹង Chakra របស់ Kurama តាំងពីកំណើតមករួចទៅហើយដែលនៅក្នុងពេលនេះពួកគេគឺពេលបានជាបុគ្គលតែមួយចឹងឬបាននេះភ្លាម Himawari គឺពិតជាឆ្ងល់ខ្លាំងមែនទែនប៉ុន្តែវាគឺគ្មានន័យទេដែលវាគឺត្រូវបានកាត់ឡើងរួចទៅហើយដែលក្នុងពេលនោះនាងក៏បានត្រឡប់មកកាន់ការពិតវិញដែលពួកគេគឺត្រូវបានតាមទៅដោយសត្រូវផងដែរយើងឃើញថាពួកគេគឺត្រូវបានវាទម្លាក់ទៅកាន់កន្លែងមួយដែល
ជួបនឹងស្ថានភាពបែបនេះហ៊ីម៉ាវ៉ារីគឺបានព្យាយាមកោះហៅជំនួយធម្មពលរបស់គូរ៉ាម៉ាតែម្ដងប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយវាគឺមិនបានចេញមកនោះទេដែលគ្មានជំរឿននោះនាងក៏បានស្ទុះទៅវាប្រហារសត្រូវតែម្ដងប៉ុន្តែដោយសន្តិភាពខុសគ្នារវាងធម្មពលរបស់អ្នកទាំងពីរនាងក៏ត្រូវបានគេវាបំបាក់ជើងផងដែរជាមួយនឹងភាពបរាជ័យមួយនេះនាងក៏ត្រូវបានរំពាត់ទៅដោយដើមឈើមួយដែលឃើញបែបនេះភ្លាមអ៊ីណូជីនគឺមិនអាចនៅស្ងៀមទៀតបាននោះទេដែលគាត់គឺបានស្ទុះទៅជួយសង្គ្រោះនាងតែម្ដងប៉ុន្តែនៅក្នុងរំពេចនោះគាត់ក៏ត្រូវបានគេវាប្រហារចំកណ្ដាលទ្រូងដូចគ្នាដែលនៅក្នុងពេលនេះពួកយើងគឺមិនដឹងថាគាត់ត្រូវស្លាប់ឬមួយក៏យ៉ាងណានោះទេប៉ុន្តែដោយសារតែឃើញរឿងមួយនេះធម្មពលមួយក៏ត្រូវបានផ្ទុះចេញពីហ៊ីម៉ាវ៉ារីតែម្ដងដែលវាគឺជាធម្មពលរបស់គូរ៉ាម៉ានឹងឯងដែលនេះគឺជាកំណត់របស់ជីនជូរីគីថ្មីមួយទៀតយើងឃើញថាជាមួយនឹងធម្មពលមួយនេះហ៊ីម៉ាវ៉ារីគឺបានជាពីរបួសជើងរបស់ខ្លួនភ្លាមតែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹងទេនាងក៏បានបិទនៅរបួសរបស់អ៊ីណូជីនបានផងដែរប៉ុន្តែវាគឺមិនទាន់គ្រប់គ្រាន់ដល់ឡើយនោះទេដែលនាងគឺបានបង្ខំឲ្យគ្រប់គ្នាយកគាត់ទៅកាន់ពេទ្យបន្ថែមទៀតដែលនៅក្នុងពេលនេះនាងគឺជាអ្នកច្បាំងតែម្នាក់ឯងតែប៉ុណ្ណោះយើងឃើញថាមិនឲ្យខាពេលយូរនោះទេហ៊ីម៉ាវ៉ារីក៏បានស្ទុះទៅវាប្រហារជូរ៉ាតែម្ដងដែលបន្ថែមពីលើនេះទៀតនោះនាងក៏បានបាញ់ជាមួយនឹង Tail Beast Bomb យ៉ាងធំមួយដល់តបជាមួយនឹងការវាប្រហារមួយនេះជូរ៉ាក៏បានបាញ់ជាមួយនឹង Tail Beast Bomb មួយដូចគ្នាដែលការបូករវាងធម្មពលទាំងពីរនេះគឺបានបង្កើតនៅបន្ទុះយ៉ាងធំមួយជាមួយនឹងការបង្ហាញនៃធម្មពលខ្លាំងបែបនេះជូរ៉ាគឺពិតជាភ្ជាប់ផ្អើលខ្លាំងមែនទែនដែលក្នុងរយៈពេលខ្លីនេះនាងគឺចេះប្រើប្រាស់ជាមួយនឹង Tail Beast Bomb បែបនេះប៉ុន្តែបើទោះជាមានធម្មពលខ្លាំងប៉ុណ្ណាក៏ដោយវាគឺគ្មានន័យនោះទេដែលគាត់គឺបានវាប្រហារនាងដោយមិនមានការតដៃតតែសោះតែម្ដងត្រឡប់ទៅកាន់ការចម្បាំងមួយទៀតយើងឃើញថា Hidari គឺពិតជាមានចំណាប់អារម្មណ៍ខ្លាំងមែនទែនជាពិសេសជាមួយនឹង Sharingan របស់ Sarada នឹងឯងដែលមូលហេតុដែលគាត់មានភាពលំបាកនៅក្នុងការប្រើប្រាស់ Chidori នោះគឺដោយសារតែមិនមានជាមួយនឹងភ្នែកមួយនេះមានជាមួយនឹងភាពឆ្ងល់នោះ Konohamaru ក៏បានសួរទៅកាន់សត្រូវតែម្ដងតែគាត់គឺមានទំនាក់ទំនងអ្វីជាមួយនឹង Sasuke ទៅដែលលើបាននេះភ្លាម Hidari ក៏បានឆ្លើយថាមិនដឹងនោះទេដែលមូលហេតុដែលគាត់បានធ្វើដំណើរមកកាន់ទីនេះគឺដើម្បីស្វែងយល់អំពីសំណួរនេះឯងដែលគោលដៅរបស់គាត់គឺជាការស៊ីជាមួយនឹង Sarada Uchiha ត្រឡប់ទៅកាន់ Himawari វិញយើងឃើញថានាងគឺត្រូវបានគេវាប្រហារជាច្រើនដងខ្លាំងមែនទែនដែលនាងគឺមិនអាចតដៃបាននោះទេប៉ុន្តែជាសំណាងល្អនោះ Boruto ក៏បានធ្វើដំណើរមកដល់ដែលគាត់ក៏បានជួយសង្គ្រោះនាងបានសម្រេចដែលនៅក្នុងពេលនោះផងដែរ Boruto ក៏បាន teleport ទៅកាន់ Sarada តែម្ដងយើងឃើញថានៅក្នុងពេលនោះ Hidari ក៏បានលួចទៅវាប្រហារ Sarada ពីខាងក្រោយផងដែរដែលសូម្បីតែ Sumire ក៏ត្រូវបានគេវាប្រហារដូចគ្នាប៉ុន្តែមុនពេលដែលនាងត្រូវបានសម្លាប់ទៅដោយសត្រូវនោះ Boruto ក៏បានធ្វើដំណើរមកដល់ដែលគាត់គឺបានជួយសង្គ្រោះនាងបានសម្រេចដែលនៅក្នុងពេលនេះ Boruto នឹងធ្វើការច្បាំងគ្នាជាមួយនឹង Shinju នៃគ្រូបង្រៀនរបស់ខ្លួនសាច់រឿងគឺបានចាប់ផ្ដើមនៅក្នុង The Land of Wind ដែលពួកយើងគឺបានឃើញជាមួយនឹង Shinki, Arya ហើយនិង Yodo កំពុងតែជាប់នៅក្នុងដុំខ្សាច់មួយដែលការពីជាមួយនឹងពួកគេនោះគឺជា Gaara ដែលពួកគេទាំងអស់គឺកំពុងតែច្បាំងគ្នាជាមួយនឹង Matsuri ពួកយើងបានស្វែងយល់ថាមូលហេតុដែលនាងបានធ្វើដំណើរមកកាន់ទីនេះគឺដើម្បីស្វែងរកតែ Boruto តែប៉ុណ្ណោះប៉ុន្តែនៅពេលដែលបានជួបពួកគេគឺជារឿងមួយដែលចៃដន្យខ្លាំងមែនទែនប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយនាងគឺបានយកឈ្នះពួកគេបានយ៉ាងងាយយើងឃើញថាក្រោយបានឃើញថាឪពុកចិញ្ចៅរបស់ខ្លួនគឺមានជាមួយនឹងការឈឺចាប់បែបនេះ Shinki គឺបានបង្ខំឲ្យគាត់ដោះលែងនៅខ្សាច់តែម្ដងប៉ុន្តែ Gaara គឺមិនព្រមស្ដាប់នោះទេដែលពួកគេគឺមិនអាចយកឈ្នះនៅក្នុងចម្បាំងនេះបានឡើយដូច្នេះទូនាទីរបស់គាត់គឺជាការការពារនៅកូនរបស់ខ្លួនជាមួយនឹងការចាញ់នៅក្នុងចម្បាំងមួយនេះ Gaara ក៏បានបញ្ជូនពួកគេចេញពីទីនោះទៅដែលគាត់នឹងត្រូវបានស៊ីទៅដោយក្លោក្រែមមួយផងដែរប៉ុន្តែនៅក្នុងពេលនោះ Shinki ក៏បានបំបែកចេញពីខ្សាច់នោះតែម្ដងហើយប្រើប្រាស់ជាមួយនឹងខ្សាច់ដៃរបស់គាត់ក៏បានការពារឪពុករបស់ខ្លួនបានសម្រេចដែលពីចុងក្រោយរបស់គាត់នោះគឺជាការផ្ដាំផ្ញើទៅកាន់ក្រុមរបស់ខ្លួនដើម្បីស្វែងរកជំនួយយើងឃើញថាដោយសារតែការលះបង់មួយនេះ Shinki ក៏ត្រូវបានខំទៅដោយក្លោក្រែមមួយតែម្ដងដែលគាត់ក៏ត្រូវបានក្លាយទៅជាដើមឈើមួយផងដែរប៉ុន្តែគាត់គឺបានសម្រេចនៅក្នុងការការពារនៅឪពុករបស់ខ្លួនដែលបើទោះជាគាត់ត្រូវបានជាប់នៅក្នុងដើមឈើហើយក៏ដោយដៃរបស់គាត់គឺនៅតែបន្តបញ្ចេញនៅរបាំងការពារឪពុករបស់ខ្លួនដដែលដែលពួកយើងគឺបានស្វែងយល់ថាគ្មាននរណាគឺអាចបំបីវាបាននោះទេក្រៅពីគាត់នឹងឯងឃើញបែបនេះ Matsuri គឺពិតជាមានចំណាប់អារម្មណ៍ខ្លាំងមែនទែនដែល Shinki គឺហ៊ានលះបង់ខ្លួនឯងបែបនេះដូច្នេះហើយនៅពេលដែលគាត់បានក្លាយទៅជា Shinju ដូចជានាងនោះវាគឺនឹងធ្វើឲ្យកាន់តែចាប់អារម្មណ៍បន្ថែមទៀតត្រឡប់ទៅកាន់ Konoha វិញយើងឃើញថា Shikamaru គឺកំពុងតែនិយាយជាមួយនឹងប្អូនថ្លៃរបស់ខ្លួនគឺ Kankuro ដែលគាត់គឺបានលើកឡើងអំពីហេតុការណ៍ដែលបានកើតឡើងទាំងអស់ដូចជាការឃុំឃាំងរបស់ Gaara ការបង្ហាញខ្លួនរបស់ Matsuri និងការក្លាយទៅជាដើមឈើរបស់ Shinki ផងដែរដែលគាត់គឺចង់បានព័ត៌មានទាក់ទងជាមួយនឹងបញ្ហាមួយនេះឬបែបនេះ Shikamaru ក៏បានលើកឡើងថាគាត់គឺកំពុងតែស៊ើបអង្កេតអំពីបញ្ហាមួយនេះឯងប៉ុន្តែសំណួរដែលសំខាន់បំ
ផុតនោះតើនៅក្នុងរយៈពេលថ្មីនេះតែគាត់គឺបានប្រទះឃើញនៅបុគ្គលម្នាក់ដែលមានឆាក្រាដូចជា Shinki ដែរទេដែលលើបែបនេះ Kankuro ក៏បានលើកឡើងថាមិនតនោះទេប៉ុន្តែវានឹងកើតឡើងនៅក្នុងពេលឆាប់នេះបញ្ចប់ជាមួយនឹងការសន្ទនាមួយនេះ Kankuro ក៏បានអរគុណទៅកាន់ Shikamaru តែម្ដងដែលគាត់គឺមាននៅសំណើមួយទៀតដែលបើទោះជាយ៉ាងណាក៏ដោយ Shikamaru គឺមិនចាំបាច់ប្រាប់អំពីព័ត៌មាននេះទៅកាន់ប្រពន្ធរបស់ខ្លួននោះទេដែលបើនាងបានស្វែងយល់ថាប្អូនប្រុសរបស់ខ្លួនគឺត្រូវបានជាប់នៅក្នុងការឃុំឃាំងបែបនេះនាងគឺប្រកាសជាបារម្ភជាមិនខានត្រឡប់ទៅកាន់បន្ទាយរបស់សត្រូវវិញពួកយើងក៏បានឃើញនៅកំណើតរបស់ Shinju ថ្មីដែលវាគឺជា Shinju របស់ Shinki ឈ្មោះថា Ryu ដែលធម្មពលរបស់គាត់គឺដូចជាមួយនឹង Shinki ទាំងអស់តែម្ដងយើងឃើញថាប្រើប្រាស់ជាមួយនឹងខ្សែដៃរបស់ខ្លួនគាត់ក៏បានទាញបុគ្គលម្នាក់ចេញពីខ្លោមកតែម្ដងដែលវាគឺជាខូននឹងឯងដែលគាត់គឺបានព្យាយាមលួចស្ដាប់នៅការសន្ទនារបស់ Shinju ទាំងអស់ដែលឃើញបែបនេះភ្លាម Jura ក៏បានបញ្យល់ទៅកាន់ Ryu តែម្ដងដែលបុគ្គលម្នាក់នេះគឺជាខូនហើយដែលសារតែគាត់នឹងឯងទៅពួកគេគឺអាចវិវត្តខ្លាយទៅជា Shinju បានបែបនេះជួបនៅស្ថានភាពបែបនេះខូនគឺបានព្យាយាមវាប្រហារទៅកាន់ពួកគេតែម្ដងប៉ុន្តែដោយប្រើប្រាស់ត្រឹមតែភ្នែករបស់ខ្លួនតែប៉ុណ្ណោះ Jura ក៏បានកាត់នៅដៃរបស់គាត់បានយ៉ាងងាយដែលខូនគឺពិតជាមានភាពជឿចាប់ខ្លាំងមែនទែនដែលឃើញបែបនេះ Jura ក៏បានលើកឡើងថាដើម្បីជាការសងគុណទៅកាន់ខូនដែលបានផ្ដល់ជីវិតទៅកាន់ពួកគេនោះគាត់នៅប្រកូលនៃ Chakra Fruit ទៅកាន់ខូនតែម្ដងដែលទូនទីរបស់គាត់គឺមានតែមួយតែប៉ុណ្ណោះគឺសម្រាប់ Boruto នឹងឯងដែលលើបែបនេះភ្លាមខូនក៏បានធ្វើដំណើរចេញពីទីនោះទៅដែលគាត់គឺបាននិយាយថានៅចុងបញ្ចប់គាត់នឹងឯងនឹងក្លាយទៅជាអ្នកឈ្នះបញ្ចប់នៅព្រឹត្តិការណ៍មួយនេះ Jura ក៏បានណែនាំឲ្យ Ryu មើលទៅកាន់បេះដូងរបស់ខ្លួនតើគោលដៅរបស់គាត់គឺជាអ្នកណាទៅដែលត្រឹមតែមួយរំពេចតែប៉ុណ្ណោះគាត់ក៏បានដឹងអំពីគោលដៅរបស់ខ្លួនតែម្ដងដែលវាគឺជា Gaara នឹងឯងដែលគាត់នឹងធ្វើដំណើរទៅកាន់ទីនោះផងដែរត្រឡប់ទៅកាន់ Konoha វិញពួកយើងក៏បានឃើញជាមួយនឹង Boruto កំពុងតែអង្គុយនៅពីលើរូបចម្លាក់នៃឪពុករបស់ខ្លួនដែលចូលរួមជាមួយនឹងគាត់នោះគឺជា Kawaki ផងដែរដែលគាត់គឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជា Boruto មិនប្រាប់អំពីការពិតទៅកាន់គ្រប់គ្នាបែបនេះដែលលើនៅសំណួរនេះភ្លាម Boruto ក៏បានបញ្យល់ប្រាប់ថាវាគឺគ្មាននៅនេះទេដែលនៅពេលដែលគាត់បានប្រាប់ទៅកាន់គ្រប់គ្នានោះបុគ្គលមួយចំនួនគឺនៅតែមិនជឿគាត់ដដែល Kawaki ក៏បានសួរទៀតថាតើនៅក្នុងពេលនេះ Boruto គឺមានបញ្ហាជាមួយនឹង Momoshiki ដែរទេដែលអ្វីដែលគាត់បានឃើញមុននេះបន្តិច Boruto គឺមិនអាចគ្រប់គ្រងនៅខាម៉ារបស់ខ្លួនបានឡើយដែលលើបែបនេះភ្លាម Boruto ក៏បានបញ្យល់ប្រាប់ថាកាលពី2ឆ្នាំមុននៅក្នុងចម្បាំងជាមួយនឹងខូនគាត់គឺបានប្រើប្រាស់ជាមួយនឹងខាម៉ារបស់ខ្លួនជាលើកចុងក្រោយបំផុតដែលនៅក្នុងពេលនឹងឯងគាត់គឺហាក់បីដូចជាបាត់បង់នូវការគ្រប់គ្រងនៅខ្លួនរបស់គាត់តែម្ដងហើយដូច្នេះហើយបានជាគាត់សម្រេចចិត្តថាមិនប្រើប្រាស់វាទៀតនោះទេ Boruto ក៏បានបន្ថែមទៀតថាអ្វីដែលគួរឲ្យបារម្ភបំផុតនោះ Momoshiki គឺមិនបានហាមាត់និយាយអស់រយៈពេល3ឆ្នាំរួចមកហើយដូច្នេះគាត់គឺកំពុងតែបង្កើតនៅផែនការអ្វីមួយក៏ថាបានដែរហើយដូច្នេះហើយបានជា Boruto សម្រាប់ចិត្តថាមិនប្រើប្រាស់ជាមួយនឹង Kama ទៀតនោះទេនៅក្នុងពេលនោះ Boruto ក៏មានរឿងសំខាន់មួយដើម្បីផ្ដល់ទៅកាន់ Kawaki ផងដែរដែលវាគឺទាក់ទងជាមួយនឹងធម្មពលរបស់គាត់ដែលនៅក្នុងពេលនេះពួកយើងក៏បានស្វែងយល់ថា Amado គឺបានដាក់ជាមួយនឹង limiter មួយនៅក្នុងខ្លួនរបស់គាត់ដើម្បីបន្ថយនៅធម្មពលរបស់គាត់នឹងឯងហើយជាសំណោនោះ Amado គឺបានធ្វើឲ្យការ defense របស់គាត់កាន់តែកើនឡើងទៅដល់ចំណុចកំពូលតែម្ដងដែលមូលហេតុដែល Amado គឺបានធ្វើបែបនេះគឺដោយសារតែមិនចង់ឲ្យ Kawaki ស្លាប់បាននោះទេពីព្រោះថា Kawaki គឺជាចំណុចសំខាន់មួយនៅក្នុងផែនការរបស់គាត់ឬបែបនេះ Kawaki គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលមូលហេតុគាត់បានចាញ់នៅក្នុងចម្បាំងជាច្រើននោះគឺដោយសារតែគេលាក់ធម្មពលពេញរបស់ខ្លួនតែប៉ុណ្ណោះដោយទស្សនាជាមួយនឹងការសន្ទនាមួយនេះគឺជា Amado ផងដែរដែលពួកយើងគឺបានស្វែងយល់ថាគាត់គឺបានលួចដាក់នៅកាមេរ៉ាមួយនៅក្នុងភ្នែករបស់ Kawaki តែម្ដងដែលគាត់គឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជា Boruto ដឹងអំពីរឿងរ៉ាវមួយនេះបញ្ចប់ជាមួយនឹងការសន្ទនាមួយនេះ Boruto ក៏បានលើកឡើងថាសត្រូវថ្មីទាំងអស់នោះគឺពិតជាមានធម្មពលខ្លាំងអស្ចារ្យមែនទែនដែលគាត់គឺត្រូវការជំនួយរបស់ Kawaki ដើម្បីយកឈ្នះពួកគេដែលលើបែបនេះ Kawaki ក៏បានយកព្រមជួយតែម្ដងដែលពួកគេនឹងធ្វើការរួមដៃជាមួយនឹងគ្នាជាបណ្ដោះអាសន្នសិនហើយនៅពេលដែលសត្រូវត្រូវបានស្លាប់អស់នោះគាត់នឹងបន្តព្យាយាមសម្លាប់ Boruto ដដែលមកដល់ត្រឹមនេះហើយពួកយើងក៏បានត្រឡប់មកកាន់អតីតកាលវិញដែលពួកយើងគឺបានឃើញជាមួយនឹង Boruto កំពុងតែហាត់សមជាមួយនឹង Kashin Koji ដែលគាត់គឺកំពុងតែស្វែងយល់អំពីtechniqueថ្មីរបស់ខ្លួនពួកយើងបានស្វែងយល់ថាក្រៅបានប្រើប្រាស់នៅធម្មពលមើលទៅកាន់អនាគតរបស់គាត់នោះ Kashin Koji គឺបានឃើញថានៅក្នុងរយៈពេល6ឆ្នាំទៀត Boruto នឹងអាចប្រើប្រាស់ចំណុចtechniqueមួយដើម្បី teleport ទៅកាន់វត្ថុដែកមួយចំនួនដែលគាត់គឺបានដាក់ឈ្មោះវាថាជា Flying Raijin ដែលនេះគឺជាការនឹករលឹកទៅដល់លោកតារបស់ខ្លួនប៉ុន្តែតាមពិតទៅវាគឺជាtechniqueផ្សេងគ្នានោះទេដែល Boruto គឺបានបង្កើតវាឡើងដោយប្រើប្រាស់ជាមួយនឹងធម្មពលរបស់ Otsutsuki របស់គាត់យើងឃើញថា Jutsu នេះគឺពិតជាសាមញ្ញខ្លាំងមែនទែនដែល Boruto គឺបានបញ្ចូលនៅ Chakra របស់ខ្លួនចូលទៅកាន់វត្ថុដែកមួយចំនួនហើយប្រើប្រាស់ជាមួយនឹង Chakra នៅក្នុងវត្ថុដែកទាំងអស់នឹងឯងគាត់គឺអាច teleport ទៅកាន់វត្ថុនឹងបាននៅក្នុងរយៈពេលត្រឹមតែមួយរំពេចតែប៉ុណ្ណោះប៉ុន្តែវាគឺមានបញ្ហាដ៏ធំមួយដែលប្រសិនបើគាត់គឺបានបញ្ចូលនៅ Chakra
ក្រារបស់ខ្លួនចូលទៅកាន់វត្ថុដែលជាច្រើននោះគាត់គឺប្រកាសជាផ្លេចថាមួយណាគឺជាមួយណាជាមិនខានដូច្នេះហើយដើម្បីដោះស្រាយជាមួយនឹងបញ្ហាមួយនេះគាត់ក៏បានប្រើប្រាស់ជាមួយនឹងវត្ថុដែកមួយចំនួនដែលមានរូបរាងផ្សេងគ្នាធ្វើបែបនេះហើយទើបគាត់ដឹងថាត្រូវ teleport ទៅកាន់ដែកដែលមានរូបរាងមួយណាយើងឃើញថាដោយសារតែការមើលឃើញទៅកាន់អនាគតនេះ Boruto គឺអាចប្រើប្រាស់ជាមួយនឹង Flying Dragon មុនអស់រយៈពេល6ឆ្នាំឯណោះដែលវាគឺជារឿងមួយដែលប្រសើរខ្លាំងមែនទែនប៉ុន្តែ Boruto គឺមាននៅសំណើដ៏ធំមួយដែលប្រសិនបើ Kashin Koji គឺអាចមើលឃើញទៅកាន់អនាគតនោះហេតុអីបានជាគាត់មិនប្រាប់គ្រប់គ្នាអំពីរឿងរ៉ាវដែលបានកើតឡើងទៅដែលវាគឺអាចធ្វើឲ្យពួកគេជៀសវាងនៃការបង្កើតកំហុសជាមិនខានឬបែបនេះ Kashin Koji ក៏បានបញ្យល់ប្រាប់ថាប្រសិនបើគាត់គឺប្រាប់គ្រប់គ្នាមែននោះវាគឺប្រកាសជាផ្លាស់ប្ដូរអនាគតជាមិនខានហើយការផ្លាស់ប្ដូរនេះគឺអាចកាន់តែអាក្រក់ក៏ថាបានដែរដូច្នេះហើយវាគឺជារឿងមួយដែលមិនល្អនោះទេ Kashin Koji ក៏បានបន្ថែមទៀតថាបុគ្គលដែលដឹងអំពីធម្មពលមួយនេះគឺមានឈ្មោះថា Singularity ដែលនៅក្នុងពេលនេះគឺមានតែ2អ្នកពួកគេតែប៉ុណ្ណោះប៉ុន្តែមិនយូរមិនឆាប់នោះទេ Ada គឺប្រកាសជាទស្សនៈនៃការសន្ទនាមួយនេះជាមិនខានដូច្នេះហើយនៅពេលដែលនាងដឹងអំពីធម្មពលមួយនេះនាងក៏នឹងក្លាយទៅជា Singularity ដូចគ្នាត្រឡប់ទៅកាន់ Ada វិញក្រោយបានស្វែងយល់ទៅខ្លួនគឺបានក្លាយទៅជា Singularity នោះនាងគឺមិនព្រមប្រាប់អំពីរឿងរ៉ាវនេះទៅកាន់អ្នកណានោះទេដែលប្រសិនបើនាងប្រាប់វាទៅកាន់អ្នកណានោះបុគ្គលនឹងឯងនឹងក្លាយទៅជា Singularity ដូចគ្នាដូច្នេះនាងក៏បានកុហកទៅកាន់ Sarada ហើយនឹង Sumire តែម្ដងលើបែបនេះ Sarada គឺពិតជាធុញទ្រាន់ខ្លាំងមែនទែនតែហេតុអីបានជា Boruto តែងតែព្យាយាមធ្វើអ្វីតែម្នាក់ឯងបែបនេះនៅជាពិសេសនោះហេតុអីបានជាគាត់មិនប្រាប់អំពីព័ត៌មានអ្វីតទៅសោះមកកាន់ពួកគេដែលលើបែបនេះភ្លាម Sumire ក៏បានលើកឡើងថាមូលហេតុដែល Boruto គឺមិនព្រមប្រាប់ពួកគេនោះគឺដោយសារតែចង់ការពារពួកគេតែប៉ុណ្ណោះដូច្នេះហើយ Sarada គឺមិនត្រូវធុញទ្រាន់ទៀតនោះទេ Sumire ក៏បានបន្ថែមទៀតថានាងគឺពិតជាអន់ចិត្តខ្លាំងមែនទែនដែល Sarada ក៏បានដឹងដែរថានាងគឺមានចិត្តជាមួយនឹង Boruto ដូច្នេះហើយនៅពេលដែល Sarada គឺបានស្ទុះទៅឲ្យ Boruto កាលពីមួយរយៈមុននេះនាងគឺពិតជាឈឺចាប់ខ្លាំងមែនទែនដោយ Sarada គឺមានយកចិត្តគេដាក់ខ្លួនឯងដែរទេបញ្ចប់ជាមួយនឹងការឆ្លោះមួយនេះ Sarada ក៏បានព្យាយាមហៅនៅអតីតប្រធានថ្នាក់របស់ខ្លួនប៉ុន្តែក្រោយបានឮបែបនេះ Sumire គឺកាន់តែអន់ចិត្តបន្ថែមទៀតដែលនៅក្នុងភ្នែករបស់នាង Sumire គឺត្រឹមតែជាអតីតប្រធានថ្នាក់របស់ខ្លួនពិតមែនដែរទេបញ្ចប់ជាមួយនឹងការសន្ទនាមួយនេះ Shikamaru ក៏បានទៅជួបជាមួយនឹង Ada ដោយផ្ទាល់តែម្ដងដែលនាងគឺមិនចង់ឲ្យអ្នកណាស្ដាប់លើនៃការសន្ទនាមួយនេះនោះទេដែលនាងគឺបានបញ្យល់ប្រាប់ថានៅក្នុងពេលនេះ Shinju មួយទៀតគឺត្រូវបានបង្ហាញខ្លួនដែលវាគឺជា Shinju ដែលបង្កើតឡើងទៅដោយប្រើប្រាស់នៃឆាក្រារបស់ Shinki នឹងឯងដែល Shinju ថ្មីនេះគឺមានឈ្មោះថា Ryu នាងក៏បានបន្ថែមទៀតថាគោលដៅរបស់ Shinju ថ្មីនេះគឺជាការស៊ីជាមួយនឹង Gaara ដែល Kazekage ដែលនៅក្នុងពេលនេះគាត់គឺមានសុវត្ថិភាពនៅក្នុងការឃុំឃាំងមួយប៉ុន្តែដោយសារតែ Ryu ហើយនិង Shinki គឺមានឆាក្រាក៏ដូចជា Jutsu តែមួយនោះគាត់គឺអាចបំបែកនៃការឃុំឃាំងនោះបានដូច្នេះ Gaara គឺប្រកាសជាមិនមានសុវត្ថិភាពបានយូរទៀតនោះទេ Ada ក៏បានលើកឡើងទៀតថាព័ត៌មានដែលនាងបានផ្ដល់នៅក្នុងពេលនេះគឺវាបានកើតឡើងអស់រយៈពេលប៉ុន្មានម៉ោងរួចទៅហើយដែលនាងគឺមិនហ៊ានមើលទៅក្នុងពេលបច្ចុប្បន្ននោះទេពីព្រោះថា Mamoshi គឺអាចមើលឃើញតាមរយៈភ្នែករបស់នាងដែលលើបែបនេះ Shikamaru គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននាងថែមទាំងបានលើកឡើងទៀតថាមូលហេតុដែល Boruto គឺអាចរត់គេចបាននោះគឺដោយសារតែ Shikamaru នឹងឯងប៉ុន្តែគាត់គឺមិនចាំបាច់ភ័យនោះទេដែលនាងគឺមិនមានបំណងប្រាប់វាទៅកាន់អ្នកណាឡើយដែលនាងគឺគ្រាន់តែមិនចង់បង្កើតបញ្ហាទៅដល់ Boruto ទៀតតែប៉ុណ្ណោះលើបែបនេះ Shikamaru ក៏បានលើកឡើងថា Boruto គឺមានជាមួយនឹងបុគ្គលមួយដែលបានផ្ដល់ព័ត៌មានទៅកាន់គាត់ទាំងអស់ដែលនៅក្នុងពេលនេះគាត់គឺមិនដឹងថាវាគឺជាអ្នកណានោះទេដែលនៅក្នុងពេលនឹងហើយពួកយើងក៏បានឃើញជាមួយនឹងសត្វកង្កែបមួយដែលវាគឺកំពុងតែនៅក្នុងសក់របស់ Ada តាំងពីដើមមកម្ល៉េះដោយមិនមានការសួរសំណួរនោះទេ Kashin Koji ក៏បានបញ្យល់ប្រាប់ថានៅក្នុងពេលបន្តិចទៀតនេះ Matsuri ហើយនិង Ryu នឹងធ្វើដំណើរទៅកាន់ The Land of Wind ដូច្នេះគាត់គឺត្រូវតែបញ្ជាឲ្យ Konohamaru, Sarada ហើយនិង Mitsuki ធ្វើដំណើរទៅកាន់ទីនោះនៅក្នុងពេលនេះតែម្ដងគាត់ថែមទាំងបានបន្ថែមទៀតថាពួកគេគឺមិនគួរណាធ្វើឲ្យ Jura ខឹងនោះទេដែលប្រសិនបើគាត់ចង់នោះគាត់គឺអាចកំទេចនៅអ្វីគ្រប់យ៉ាងទាំងអស់ដោយមិនមានអ្នកណាអាចយកឈ្នះគាត់បានឡើយប៉ុន្តែជាសំណាងល្អនោះគាត់គឺឲ្យតម្លៃទៅលើ Konoha ខ្លាំងមែនទែនដូច្នេះប្រសិនបើគាត់ធ្វើដំណើរមកកាន់ទីនេះដើម្បីមើលសភៅនោះគ្រប់គ្នាគឺត្រូវតែរាប់អានគាត់ដូចជាមិត្តចឹងបើមិនចឹងទីនោះវាគឺប្រកាសជាមានបញ្ហាជាមិនខានបញ្ចប់ជាមួយនឹងការសន្ទនាមួយនេះ Kashin Koji ក៏បានអរគុណទៅកាន់ Shikamaru ដែលបានជួយសង្គ្រោះ Boruto ដែលបើទោះជាការចងចាំរបស់គាត់គឺយ៉ាងម៉េចក៏ដោយគាត់គឺបានដើរទៅតាមបេះដូងរបស់ខ្លួនយើងឃើញថាត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ Konohamaru, Sarada ហើយនិង Mitsuki ក៏បានធ្វើដំណើរទៅដល់ The Land of Wind ដែលជួបជាមួយនឹងពួកគេនោះគឺជា Arya ហើយនិង Yodo ដែលពួកគេគឺបានស្វាគមន៍គ្រប់គ្នាមកកាន់ទីនេះផងដែរនៅពេលដែលពួកគេបានមកដល់ភ្លាមគ្រប់គ្នាគឺបានព្យាយាមស្វែងរកជាមួយនឹងសត្រូវរបស់ខ្លួនដែលត្រឹមតែមួយរំពេចតែប៉ុណ្ណោះពួកគេក៏បានប្រទះឃើញជាមួយនឹងសត្រូវតែម្ដងដែលសត្រូវនឹងឯងគឺជា Matsuri ហើយនិង Ryu
ใส่เรื่องคือบานจับประดามในขนมดันแลนด์อวินไดมิสกี้ซาราดาโคนฮามารุก็โดยเฉสมาจากจำนวนปีเนี่ยตีดคือเตรบานมาจูนมาบ่มไปในเบสกะกรรมทมุยได้ในขนมเบสกะกรรมนี้ปูเก้คือเตรแต่กำจัดในสตรีจำนวนปีเนี่ยมาร์ซรีหาหนึ่งริยูยังเคยแทนในขนมเบสกะกรรมมวยนี่ซาราดาคือเหมือนเซชิเมกาประดอารามปนมาโนเต้ได้เปียสันได้ระบบซูมิเร่คือในแต่สถานในขนมกูกบาระบบลุนได้ยังเคยแทนสมบัติมิสกี้กับบารามจำนวนหนึ่งเดียงพงได้มนุปูเก้อาจจะประดามในเบสกะกรรมนี้บานูปูเก้คือเตรเรียบจำจำนวนแผนการจิมมอนสันได้ดำไปสำหรับในเบสกะกรรมในบานูปูเก้คือเตรแต่กำจัดในสตรีจำนวนปีเนี่ยนี่นึ่งเอาไว้ได้สำคัญบางพอนูปูเก้คือเตรแต่โยจำนวนตอนโซระบบสตรีตลอดมาวิ่งดาวเป็นยังไงแต่ปูเก้คืออาจช่วยสังเคราะห์ในมนุษย์ได้จอบในขนมดานเชิดตึงอ้อยังเคยแท้สำหรับเป็นปูเก้กับปนแต่สันตันนี้คณีนูโยโดคือบันบัญชีเนื้ออารมณ์ได้เปิดชีปีบากรบกรงคลามไม่เต้นเดี๋ยวนี้คือหากไปได้เชื่อมันใส่เชือกฟอลอัมปีเอาไว้นี่เต้ยาเตอร์เอาแต่ปูเก้อาจช่วยสังเคราะห์ในชิงกีบานูนี่คือหินลับบางเนื้อเอาไว้กรบยานตึงอ้อบรรจับจำนวนการฉลุคณีมือนี่มิสกี้ซาดาดาหาหนึ่งคนในฮามารุกับบันเฟิร์ดดำนาต่อจูบจำนวนสัตว์เตยตายมาดองได้ปูเก้คือบันสำนักเฟิร์ดเจสไฟโรจำนวนโปรโตพองได้ได้ยังเคยแท้ในปีเดบันจูบในจำนวนคนในฮามารุพลิมมาร์ซรีคือบันบัญชีเนื้ออากาศได้เปิดเชี่ยจำไลคลามไม่เต้นได้นี่คือหาเบรเชียขมาอินในปีเดบันจูบก้อนในขนมปีนี้เฮ้ยปูยังกับบันเคยในการสันทนีระเวงโคนในฮามารุหาในชิกามารุได้วีคือบันการลามนไปเดปูเก้บันเฟิร์ดดำนาหมอกการตีนี่ได้ยังเคยแท้ชิกามารุคือบันเป็นโยปรับนักโกได้ในเบสกะกรรมนี้ตั้งอ้อได้ปูเก้คือเตรตโยจำนวนตอนโซระบอสเตรตลอดมาวิ่งบามันเชิงเตียนูโบโกได้จอมในขนมดามเชิงตั้งอ้อคือมันไอตลอดมาวิ่งบานเต้ชิกามารุคือแทนตั้งเป็นโยปรับเตี้ยแท้ชินจูตั้งอ้อคือมันเมียนจัดอักระตั้งอ้อเต้ได้ปูเก้คือปริบานในเชียร์กลขมิได้เติมแต่จับกำนัดมาเชิงโดยเฉพาะประสันประกอบไอเฟอร์ชิมอดบอกปูเก้บานูวีคือชื่อโมเดลออกคลางไม่เต้นหายในปีเดปูเก้เหมือนบานจับรำนูก้อนคือเจอขบัดชิมอดปูเก้พลีมแต่มาดองเดี๋ยวดีหายคือชิมมาโชว์ใบได้ออกบอมพอดดำใบโยชแนนในสตรีตั้งอ้อนี่แต่ละมาการไปปัจจุบันวิ่งยังเคยแท้โคนฮามารุคือบันแนนอมคลุ้นก็โดยเชียร์สมาชิกในครองระบบก้อนแต่การสตรีตั้งปีได้ก้อนคือไทยตั้งปัญโยปรามในเบสกะกรรมระบบคลุ้นพงได้ได้ปูเก้คือมีบอมนอนในโครงการสไวโรชิมอนโบโรโตโดยชินะฮะเดซันตาพีกีตั้งปีคือมีในกฎได้แต่มวยนูปูเก้กับบันสำหรับจัดโชว์รูมชิมอนคณีแต่มาดองในปีดับบันโชว์รูมกรมชิมอนคณีไฮนูมิสกี้กับบันสำหรับจัดนอมรียูเตอร์ชิมอนคลุ้นแต่มาดองได้ก้อนคือจองแนนนอมในเมื่อจำนวนปีเนี้ยแต่การเกย์บันทามทีดได้สนับชิมอนไฮพอลไฮนูรียูกับบันสำหรับจัดเฟิร์ดดำนาเตอร์ชิมอนปูเก้พงได้บันในแท้ในที่นี้คือในซอตรมแต่คนฮามารุหาหนึ่งมาร์สุรีแต่ปนนอปุยเยอมันสมัยโยที่แท้มูลหาแต่คนฮามารุคือเชียโบโกได้ซ้ำสระบอมพอดดำใบโยชินในมาร์สุรีบานูคือดิซาได้จัดดาวจำไลดับบอเนียงนิยายจำมาร์สุรีคือมีจำนวนจัดสลันจำนวนกอดนั่งเองแต่ยังเคยแท้นี่คือปัจจุบันมาอินจำนวนกอดคลังไม่เต้นเฟิร์ดดำนาตลอดแต่การคนฮาวิงปุยเยอกับบานจูบจำนวนเอดาแต่มาดองแต่นี่คือตระบันเตะตรงตลอดคาชินโคจิแต่ก้อนคือจังดังเอาปีสถานการณ์ได้กำปนอากาศลานในขนมปีนี้แต่นี่คือบานเป็นโยแบบแท้ปูเก้คือบานบำบัดในสตรีเจนเจปีบานสำไรรวยแต่ให้ดิฉันเนี่ยประสันบอกปูเก้ไอผมเป็นในตามแผนการระบบปูเก้บานูวีคือประกอบเชียร์สำไรในขนมเบสกากรรมในเชียร์มันแค้นกระบาลลือบานมีพลีมโบโรโตคือเหมือนเซจิเมียนอารมณ์ละอปนมาโนเต้แต่ประตูชิพิโรยปราชัยคือวีเตียบกระดอยก้อนคือเนตมีนอารมณ์ทามันสโรดเดลบนแต่ประตูชีอย่างนากระดอยก้อนคือตระบันแฮมันเอาเจนแต่จุยเนี่ยนาโนเต้ได้ประสันประกอบเฮียนตายบนเจนมุกเมานูจูเร่คือประกอบเชียร์บางไฮคลุนนำไปสำหรับกอดเชียร์มันแค้นทัวร์ดำนาตลอดแต่การโคนนะฮะวิ่งเย่ช้ำคือในขนมแฮงลุยเสียเพยมุ้ยปุยเยื่อกับบานจูบจุมันจูเร่แต่มาดองได้ก้อนคือกำปงในพีมเต็งจุมันสับเพยจีจานพองได้ได้กระบาลสไฟยนต์ปีเหตุการณ์ในพีมชิกามารุคือเหมือนใส่เชียร์บอลรำปนมาโนเต้ได้ก้อนคือบานเป็นเชียร์ไอกรุ๊ปนี้ตั้งอ้อดำใบมันเอาบังกอปัญหาเอาไว้แต่การสตรีนี้เลยทัวร์ดำนาแต่การบรรทุกปีศาจมุ้ยปุยเยื่อกับบานจูบจุมันอามาโดแต่มาดองได้ในขนมไปนูพองได้คาวากิกับบานทัวร์ดำนามาดอลได้ประปราจุมันได้ไปใจไปเชียร์ระบบลุ้นก้อนคือบานรอนเกตบอกจุมันเจนเชียร์มุ้ยได้ก้อนคือแทนตั้งมาเชียร์ไอเก็บปโกนในธรรมโพไประบบลุ้นตลอดมาวิ่งสำหรับนี้เยอะดับบันเพลงไฮนูคาวากิคือตระบันดาตลอดลิมิตทอมุ้ยได้ธรรมโพในการวีประหารระบบก้อนคือตระบันทะเลจอกคลามไม่เต้นบนใต้ตัวเป็นการบันทอยได้ธรรมโพในการวีประหารนูธรรมโพการวีระบบก้อนคือตระบันตำรานตลอดจำในกลุ่มปูตายมาดองบานในแท้ก้อนคือมันไอสลับบานนุตีได้อามาโดคือในตระการชมนก้อนดำใบบนไปในแผ่นกาบเซงมุยตียืเคยแท้กระการสไฟยนต์ปอดเมียนในปีโบโรโตพลีมคาวากิคือบานเมากลมเรียมอามาโดตายมาดองได้ก้อนคือจังบานในธรรมโพไประบบลุ้นตลอดแต่วิ่งบนใต้เอาไปได้กลัวเพียบอาบ่มพอนูครูระบบก้อนคือตระบันบนไปแต่ได้การบัญชีมุยได้กรณีการในใจเคลียร์แต่มุยตายปนนก้อนก็ตระบันดูสันลอบของได้แต่เราจากการตีเลียนชมปังวิ่งยืเคยแท้คนฮามารุคือในแต่สันตเนกนี่ชมวันสัตว์ไตรดอเดลได้นี่คือในแต่บรรทออินชมวันกอดคลางไม่เต้นหายเหมือนเติมแต่ปนังเต้นี่คือแทนต่างหากในชมระบบกอดจิตพองได้บันเลยในการในใจใบนี้พลีมก้อนคือบันในเคยจะดำเมื่อระบบล้วนชีพิเศษคือเชียโมเอกี
นั่นเองแต่นี่คือบ้านให้ชโมกอดแบบนี้ด้วยนี่กลายเป็นบ้านแกให้ชโมระบอกกอดแบบนี้คนฮามารุคือมันใส่จีโจจัดปนมาในเต้แต่กวนคือบ้านอนุญาตให้แกให้ในชโมระบอกลุนไอติดเลยแต่จบในสถานการณ์แบบนี้มาซีรีคือเปิดเจอคองสบายคลาไม่เต้นแต่นี่กับบ้านวีประหากอดพองได้แต่เราแต่การบรรทุกปีศาจวิ่งเยอะเคยแท้คาวากิคือบ้านเพียงเป็นการสันหลับมาวิ่งแต่ในปีเดไอซันตันนิคนีบานูอามาโดกับบ้านบางไฮเนอเอาไว้มวยแต่การกอดตายมาดองแต่วีคือชื่อครูในกองเซเลดบอกอดโมทาอะแคบีแต่กลมนอร์บอกอดนู้คือจากการធ្វើឲ្យនាងត្រឡប់មកពីការស្លាប់វិញពួកយើងបានស្វែងយល់ថាលក្ខណៈក្នុងខាម៉ារបស់ខាវ៉ាគីនោះគឺជាសំណុំទិន្នន័យនៃកូនស្រីរបស់គាត់ដែលដើម្បីឲ្យនាងមានជីវិតរស់ឡើងវិញនោះខាវ៉ាគីគឺត្រូវតែប្រើប្រាស់ចំណុចខាម៉ារបស់ខ្លួនដើម្បីបញ្ចូលទិន្នន័យទៅកាន់ខ្លួនថ្មីរបស់នាងប៉ុន្តែបញ្ហាដ៏ធំបំផុតនោះវាគឺមិនមែនជារឿងមួយដែលប្រកបនោះទេដែលនាងគឺអាចខ្លាយទៅជាអូតសូស្គីថ្មីមួយក៏ថាបានដែរក្រោយបានស្វែងយល់នៅព័ត៌មាននេះភ្លាមខាវ៉ាគីគឺមិនព្រមធ្វើតាមសម្ដីរបស់អាម៉ាដូនោះទេដែលគោលដៅរបស់គាត់គឺជាការសម្លាប់នៅអូតសូស្គីទាំងអស់ដូច្នេះហើយនៅក្នុងពេលនេះគាត់គឺត្រូវការជំនឿធម្មពល3របស់គាត់ត្រឡប់មកវិញហើយតើគាត់បំពេញនូវគោលដៅរបស់ខ្លួនទើបគាត់គឺព្រមធ្វើតាមសម្ដីរបស់អាម៉ាដូតែដល់ទៅកាន់ទីលានចម្បាំងវិញយើងឃើញថាពួកគេគឺបានព្យាយាមស្វែងរកជំនឿបូរ៉ូតូដែលពួកគេគឺបានប្រទះឃើញនៅវត្ថុផ្សេងៗមួយចំនួនប៉ុន្តែនៅក្នុងរំពេចនោះសារ៉ាដាក៏បានលើកឡើងអំពីគំនិតមួយតែម្ដងដែលអ្វីដែលបូរ៉ូតូត្រូវការបំផុតនោះគឺជាតនសូរបស់គាត់ដូច្នេះប្រសិនបើពួកគេប្រើប្រាស់វាដើម្បីធ្វើជានុយនោះបូរ៉ូតូគឺប្រកាសជាបង្ហាញខ្លួនជាមិនខានក្រោយបានលើនៅគំនិតបែបនេះភ្លាមរីយូគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលគាត់ក៏បានសម្រេចចិត្តបញ្ចេញនូវតនសូរបស់ខ្លួនដែលជួបជាមួយនឹងអាកាសមួយនេះយូដូក៏បានសួរទៅយកវាតែម្ដងប៉ុន្តែគឺវាមិនបានសម្រេចនោះទេពួកយើងបានស្វែងយល់ថារីយូគឺបានដឹងមុននៅទង្វើនេះរួចទៅហើយដែលគាត់គឺគ្រាន់តែសម្ដែងធ្វើជាល្ងងតែប៉ុណ្ណោះដូច្នេះហើយក្រោយបានជួបនឹងការក្បត់របស់ពួកគេបែបនេះរីយូក៏បានសម្រេចចិត្តវាប្រហារពួកគេតែម្ដងដែលប្រើប្រាស់ចំណឹងសាច់ដៃរបស់ខ្លួនគាត់គឺបានគ្រប់គ្រងនៅខ្លួនរបស់សារ៉ាដាបានសម្រេចដែលនាងក៏ត្រូវបានគេបញ្ជាឲ្យទៅវាប្រហារយូដូផងដែរយើងឃើញថាមុនពេលដែលមានបញ្ហាអ្វីនោះខ្សែដៃរបស់សត្រូវក៏ត្រូវបានកំទេចជាច្រើនផ្នែកតែម្ដងដែលវាគឺជាទង្វើរបស់អារយ៉ានឹងឯងដែលដៃពិសេសរបស់គាត់គឺមានឈ្មោះថា Sand Sealing Blade ពួកយើងបានស្វែងយល់ថាដៃរបស់គាត់គឺត្រូវបានបំពាក់ទៅដោយឆាក្រារបស់ Shinki នឹងឯងដែលជាលទ្ធផលគាត់គឺអាចគ្រប់គ្រងចំណុចសាច់ដៃបានផងដែរបានន័យថា Ryu គឺមិនអាចគ្រប់គ្រងខ្លួនរបស់ពួកគេបានទៀតនោះទេនេះជាពិសេសនោះវាគឺជាការ counter មួយដែលពិតជាមានតម្លៃខ្លាំងមែនទែនយើងឃើញថាជាមួយនឹងការរួមដៃគ្នាពីរនាក់ទាំងអស់គ្នានោះ Mitsuki គឺអាចចាប់នៅសត្រូវជាមួយនឹងសត្វពស់របស់គាត់បានសម្រេចដែលជ្រៀតជាមួយនឹងឱកាសមួយនេះសារ៉ាដាក៏បានវាប្រហារគាត់ជាមួយនឹង Chidori ផងដែរប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលបំផុតនោះវាគឺមិនមានប្រសិទ្ធភាពនោះទេដែល Ryu គឺបានប្រែកន្លងខ្លួនទៅជាខ្សាច់ដៃជាច្រើនយើងឃើញថាត្រឹមតែមួយរំពេចតែប៉ុណ្ណោះ Ryu គឺបានបង្ហាញខ្លួនសារជាថ្មីដែលលើកនេះគាត់គឺបាននាំយកនៅក្លោក្រែមមកជាមួយជាច្រើនផងដែរដែលជាមួយនឹងវត្តមាននៃសត្រូវថ្មីទាំងអស់នេះចម្បាំងគឺពិតជារញ៉េរញ៉ៃខ្លាំងមែនទែនប៉ុន្តែបញ្ហាដ៏ធំបំផុតនោះដែលរបស់អារយ៉ាគឺត្រូវបានគេយកចេញពីគាត់រួចទៅហើយបានន័យថាពួកគេគឺគ្មានការ counter ទៅលើខ្សាច់ដៃរបស់សត្រូវទៀតនោះទេត្រឡប់ទៅកាន់ខូណាហាមារូវិញយើងឃើញថាគាត់គឺពិតជាមានភាពលំបាកខ្លាំងមែនទែនដែលម៉ាស៊េរីគឺបានឃុំឃាំងគាត់ជាមួយនឹងខ្លួនរបស់នាងដែលនាងគឺមានបំណងនៅក្នុងការស៊ីគាត់ផងដែរដែលបានស្វែងយល់អំពីហេតុការណ៍មួយនេះភ្លាមបូរ៉ូតូគឺពិតជាមិននៅស្ងៀមនោះទេដែលគាត់គឺចង់ធ្វើដំណើរដើម្បីទៅជួយសង្គ្រោះនៅអតីតគ្រូបង្រៀនរបស់ខ្លួនប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយខាឈិនខូជីគឺមិនព្រមអនុញ្ញាតឲ្យគាត់ចេញពីទីនេះនោះទេយើងឃើញថាម៉ាស៊េរីគឺនៅតែបន្តវាប្រហារគាត់ដដែលប៉ុន្តែអ្វីដែលចម្លែកបំផុតនោះមុនពេលដែលនាងបានព្យាយាមសម្លាប់គាត់នាងក៏បានសម្រក់ជាមួយនឹងទឹកភ្នែកតែម្ដងដែលនេះគឺជាអារម្មណ៍ដែលនាងមិនដែលជួបនោះទេយាយចំគឺជាសេចក្តីស្រឡាញ់នឹងឯងដែលបានឃើញបែបនេះភ្លាមខូនហាមារូក៏បានព្យាយាមកាន់ជាមួយនឹងដៃរបស់នាងតែម្ដងដែលគាត់គឺបានសន្យាថានឹងនៅជាមួយនឹងនាងជារៀងរហូតផងដែរក្រោយបានលឺនៅសម្ដីនេះភ្លាមនាងក៏បានព្យាយាមកាន់ជាមួយនឹងដៃរបស់គាត់ប៉ុន្តែវាគឺគ្រាន់តែជាការបោកប្រាស់មួយតែប៉ុណ្ណោះដែលនៅពេលដែលនាងមិនបានចាប់អារម្មណ៍នោះខូនហាមារូក៏បានវាប្រហារនាងជាមួយនឹង Rasengan ចំនួន2ផ្សេងគ្នាដែលវាគឺបានកំទេចនៅខ្លួនរបស់នាងស្ទើរតែទាំងស្រុងផងដែរដែលជួបជាមួយនឹងស្ថានភាពបែបនេះម៉ាស៊េរីគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនត្រឡប់ទៅកាន់ចម្បាំងមួយទៀតយើងឃើញថាដោយសារតែការបាត់បង់នៅដៃរបស់អារយ៉ានោះពួកគេគឺមិនមានការ counter ទៅលើខ្សែដៃរបស់សត្រូវបាននោះទេដែលពួកគេក៏ត្រូវបានវាប្រហារយ៉ាងចាស់ដៃផងដែរដែលគ្មានជំរឿននោះយូដូក៏បានសម្រេចចិត្តចរចាជាមួយនឹងសត្រូវតែម្ដងដែលប្រសិនបើគាត់ដោះលែងនៅគ្រប់គ្នាទាំងអស់នោះនាងនៅបកគលនៅព័ត៌មាន
ដែលសំខាន់តែកាន់គាត់ទាំងអស់យើងឃើញថាមុនពេលដែលនាងអាចនិយាយបន្តទៀតបាននោះនាងក៏ត្រូវបានគេចាក់សម្លាប់ជាមួយនឹងសាច់ដៃតែម្ដងដែលសត្រូវគឺមិនព្រមទទួលយកនៅសំណើរបស់នាងនោះទេដូច្នេះហើយដោយខ្លួនឯងគឺមិនមានជាមួយនឹងពេលវេលាច្រើនទៀតនោះនាងក៏បានសម្រេចចិត្តប្រកបនៅដំបូងមានចុងក្រោយទៅកាន់សារដាតែម្ដងដែលមូលហេតុដែលនាងគឺមិនអាចបញ្ចេញនៅធម្មពលពេញរបស់ខ្លួនចេញមកបាននោះគឺដោយសារតែនាងគឺមិនព្រមទទួលស្គាល់នៅអារម្មណ៍របស់ខ្លួនជាពិសេសគឺជាអារម្មណ៍ទៅលើបូរ៉ូតូនឹងឯងក្រោយការផ្ដល់នៅដំបូងមានមួយនេះយូដូគឺត្រូវបានសន្មតថាស្លាប់តែម្ដងដែលនៅក្នុងពេលនេះហើយឬមួយក៏បានកាត់ឡើងផងដែរដែលត្រឹមតែមួយរំពេចតែប៉ុណ្ណោះខ្សែដែកដែលបានរំពាត់ជាមួយនឹងគ្រប់គ្នាទាំងអស់ក៏ត្រូវបានទាញចូលទៅក្នុងប្រហោងខ្មៅមួយដែលអ្នកដែលធ្វើវានោះគឺជាសារដានឹងឯងដែលយើងឃើញថានាងគឺបានបញ្ចេញជាមួយនឹងបង់គឺ Sharingan របស់ខ្លួនចេញមកតែម្ដងសាច់រឿងគឺបានចាប់ផ្ដើមនៅក្នុងរយៈពេល3ឆ្នាំមុនព្រឹត្តិការណ៍ដែលបានកើតឡើងនៅឯថ្ងៃនេះដែលពួកយើងគឺបានឃើញនៅការសន្ទនារវាងសារដាហើយនិងមិត្តរបស់នាងដែលនៅក្នុងការសន្ទនាមួយនេះនាងគឺបានបញ្យល់ប្រាប់នៅគោលដៅរបស់ខ្លួនដែលនៅក្នុងថ្ងៃអនាគតនាងគឺចង់ក្លាយទៅជា Hokage ដោយជាមួយនឹង Naruto ផងដែរពួកយើងក៏បានឃើញនៅការសន្ទនានៅក្នុងពេលអតីតកាលមួយទៀតដែលលើកនេះគឺនៅក្នុងពេលដែលនាងបានប្រាប់នៅក្តីសម័យរបស់ខ្លួនទៅកាន់ Boruto ដែលក្រោយបានលើកអំពីក្តីសម័យនេះភ្លាមគាត់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលគាត់គឺថែមទាំងសន្យាថានឹងការពៀននាងទៀតផងបន្តទីនេះពួកយើងក៏បានឃើញនៅអតីតកាលមួយទៀតដែលនៅក្នុងពេលនេះសារដាគឺបាននឹកឃើញទៅដល់សម្ដីរបស់ស៊ូមីរ៉េដែលនាងគឺបានលើកឡើងអំពីបូរ៉ូតូផងដែរដែលប្រសិនបើមានអ្នកណាហ៊ានតែលួចស្រឡាញ់ជាមួយនឹងបូរ៉ូតូនោះនាងគឺប្រកាសជាមិនសប្បាយចិត្តនោះទេប៉ុន្តែក្រោយបានលើបែបនេះភ្លាមសារដាគឺមិនសូវជាខ្វល់អ្វីឡើយដែលបើទោះជាចិត្តរបស់នាងគឺវាយ៉ាងម៉េចក៏ដោយនាងគឺនៅតែមិនទទួលស្គាល់ដដែលពីព្រោះថាគោលដៅរបស់នាងគឺជាការក្លាយទៅជា Hokage ដូច្នេះនាងគឺមិនមានពេលវេលាដើម្បីគិតអំពីរឿងរ៉ាវទាំងអស់នេះឡើយសាច់រឿងគឺបានធ្វើដំណើរទៅកាន់ថ្ងៃដែលបានផ្លាស់ប្ដូរនៅអ្វីគ្រប់យ៉ាងទាំងអស់ដែលសារដាគឺត្រូវបានជួយសង្គ្រោះទៅដោយ Boruto ដែលនៅក្នុងថ្ងៃនេះគ្រប់យ៉ាងគឺត្រូវបានផ្លាស់ប្ដូរទាំងស្រុងតែម្ដងដែល Naruto ដែលជាបុគ្គលដែលនាងបានគោរពបំផុតនោះគឺត្រូវបានគេប្រាប់ថាស្លាប់រួចទៅហើយនៅជាពិសេសនោះ Boruto ដែលជាមនុស្សដែលនាងបានស្រឡាញ់នោះគឺត្រូវបានតាមសម្លាប់ទៅដោយវាលិចទាំងមូលដោយជាមួយនឹងអារម្មណ៍សោកសៅមួយនេះភ្នែករបស់នាងក៏បានផ្លាស់ប្ដូរតែម្ដងនិយាយចំនាងគឺបាន awaken ជាមួយនឹង Monkey Joe Sharingan របស់នាងពួកយើងក៏បានឃើញជាមួយនឹងការសន្ទនារវាង Sasuke ហើយនិង Boruto ផងដែរដែលវាគឺបានកើតឡើងក្រោយពេលដែលពួកគេបានរត់ចេញពី Village ទាំងមូលដែលនៅក្នុងការសន្ទនាមួយនេះ Sasuke គឺបានបញ្យល់ប្រាប់នៅអាចកំបាំងនៃ Sharingan ប្រាប់ទៅកាន់ Boruto ទាំងអស់ដែលអ្វីដែលគាត់បានឃើញនោះគឺជា Monkey Joe Sharingan ដែលវាគឺជាផ្នែកមួយដែលអាចទទួលបានក្រោយមានជាមួយនឹងអារម្មណ៍សោកសៅខ្លាំងមែនទែនដែលនៅក្នុងពេលនេះនាងគឺមិនទាន់ដឹងអំពីវានៅឡើយនោះទេប៉ុន្តែនៅក្នុងថ្ងៃអនាគតផ្នែកនេះគឺនឹងក្លាយទៅជាធម្មពលមួយដែលអាចជួយសង្គ្រោះនៅពិភពលោកទាំងមូលនៅក្នុងពេលនេះពួកយើងក៏បានត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញដែលប្រើប្រាស់ជាមួយនឹងភ្នែកខាងស្ដាំរបស់ខ្លួនសារដាគឺបានបញ្ចេញនៅប្រហោងខ្មៅមួយដែលបានឃើញជាមួយនឹងប្រហោងខ្មៅមួយនេះរីយូគឺបានសម្រេចចិត្តវាប្រហារនាងជាមួយនឹងខ្សាច់ដៃរបស់ខ្លួនប៉ុន្តែមុនពេលដែលវាអាចធ្វើដំណើរទៅដល់នាងបាននោះវាក៏ត្រូវបានទាញចូលទៅក្នុងប្រហោងមួយដែលនាងបានបង្កើតនឹងឯងដែលបានឃើញជាមួយនឹងធម្មពលចម្លែកមួយនេះរីយូគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនជួបនឹងស្ថានភាពបែបនេះសារដាគឺបានបញ្ជាឲ្យគ្រប់គ្នាចាកចេញពីទីនេះដែលនាងនឹងច្បាស់ជាមួយនឹងសត្រូវតែម្នាក់ឯងតែប៉ុណ្ណោះដែលបើទោះជានាងទៅតែទទួលបានធម្មពលនេះក៏ដោយនាងគឺមិនមានបញ្ហានៅក្នុងការប្រើប្រាស់វានោះទេបន្តទៀតនៅក្នុងចម្បាំងមួយនេះរីយូគឺបានបញ្ជូននឹងសាច់ដៃទៅកាន់នាងម្ដងទៀតដែលលើកនេះគាត់គឺបានបញ្ជូនវាទៅតាមគន្លងនៃប្រហោងខ្មៅដែលនាងបានបង្កើតនឹងឯងប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលបំផុតនោះសាច់ដៃរបស់គាត់គឺត្រូវបានទាញទៅកាន់ទិសមួយទៀតដែលយើងឃើញថាប្រហោងខ្មៅទី2គឺត្រូវបានបង្ហាញខ្លួនតែម្ដងយើងឃើញថាសារដាគឺមិនមែនត្រឹមតែបង្កើតនៅប្រហោងខ្មៅចំនួន2នោះទេប៉ុន្តែរហូតដល់14ឯណោះដែលបើជាមួយនឹងភ្នែករបស់នាងម្ដងទៀតនាងក៏បានចាប់ផ្ដើមហោះតែម្ដងដែលសូម្បីតែរីយូក៏ត្រូវបានទាញទៅខាងលើផងដែរដែលនៅក្នុងពេលនេះពួកយើងក៏បានស្វែងយល់អំពីធម្មពលរបស់នាងពួកយើងបានស្វែងយល់ថាធម្មពលនៅក្នុងភ្នែកខាងស្ដាំរបស់នាងគឺមានឈ្មោះថា Uhirume ដែលវាគឺជាឈ្មោះមួយទៀតនៃអាទិទេពនៃព្រះអាទិត្យគឺ Amaterasu ដែលយើងឃើញថានាងគឺអាចបង្កើតនៅប្រហោងខ្មៅជាច្រើនដែលប្រហោងខ្មៅទាំងអស់នេះគឺមាននូវសម្ពាធដែលពិតជាធំខ្លាំងមែនទែនដែលនាងគឺអាចទាញជាមួយនឹងអ្វីគ្រប់យ៉ាងទៅកាន់ប្រហោងខ្មៅទាំងអស់នេះនៅក្នុងរយៈពេលត្រឹមតែមួយរំពេចតែប៉ុណ្ណោះពួកយើងបានស្វែងយល់ទៀតថាសារដាគឺអាចគ្រប់គ្រងនៅប្រហោងខ្មៅទាំងអស់នេះដែលមើលរបស់នាងគឺមិនមានផលប៉ះពាល់ដោយសារតែប្រហោងខ្មៅទាំងអស់នេះនោះទេដែលប្រើប្រាស់ជាមួយនឹងសម្ពាធនៃប្រហោងខ្មៅទាំងអស់នេះផងដែរនាងគឺថែមទាំងអាចហោះហើរបានទៀតផងយើងឃើញថាប្រើប្រាស់ជាមួយនឹងធម្មពលរបស់នាងគឺបានទាញនៅសត្រូវទៅកាន់ប្រហោងខ្មៅមួយដែលបើទោះជាព្យាយាមវាបកប៉ុណ្ណាក៏ដោយគាត់គឺមិនអាចរត់ចេញពីទំនេរនេះបាននោះទេដែលនៅក្នុងពេលនេះផងដែរពួកយើងក៏បានឃើញជាមួយនឹងការកើតរបស់នាងពួកយើងបានស្វែងយល់ថាតាំងពីនាងបានដាក់គោលដៅនៅក្នុងការក្លាយទៅជា Hokage
คาเกนูនាងគឺតែងតែអើពើទៅលើអារម្មណ៍របស់ខ្លួនឯងជានិច្ចដែលនាងគឺបានគិតថាគ្រប់យ៉ាងគឺគ្រាន់តែជាការរំខានតែប៉ុណ្ណោះប៉ុន្តែវាគឺមិនមែនបែបហ្នឹងនោះទេដែលលក្ខនៅក្នុងអារម្មណ៍ដែលនាងតែងតែបោះបង់នោះគឺជាធម្មពលពិសេសមួយដូច្នេះហើយនៅក្នុងពេលហ្នឹងនាងគឺទទួលយកនៅអារម្មណ៍នេះទាំងអស់មិនថាចង់ខ្លាយទៅជា Hokage ឬមកក៏ចិត្តស្រឡាញ់ជាមួយនឹង Boruto នោះទេនាងគឺព្រមទទួលយកទាំងអស់តែម្ដងជាមួយនឹងការទទួលយកនៅអារម្មណ៍ទាំងអស់នេះនាងគឺបាន awaken ជាមួយនឹងធម្មពលពិតប្រាកដរបស់ខ្លួនដែលប្រើប្រាស់ជាមួយនឹងប្រហោងខ្មៅរបស់នាងគឺបានសម្រេចចិត្តបន្ទុះវាតែម្ដងដែលត្រឹមតែមួយរំពេចតែប៉ុណ្ណោះ Ryu ក៏ត្រូវបានសម្លាប់ផងដែរដែលវាគឺបានបន្សល់ត្រឹមតែតនសូរបស់គាត់តែប៉ុណ្ណោះជាមួយនឹងជ័យជំនះមួយនេះ Sarada ក៏បានធ្លាក់មកខាងក្រោមដីវិញដែលនាងក៏ត្រូវបានសន្លប់ផងដែរដែលមុនពេលដែលនាងបានធ្លាក់ចុះមកខាងក្រោមនោះ Mitsuki ក៏បានចាប់នាងបានសម្រេចដែលនាងគឺមិនអីនោះទេត្រឡប់ទៅកាន់កន្លែងមួយទៀតពួកយើងក៏បានឃើញជាមួយនឹង Ada តែម្ដងដែលនាងគឺបានបញ្យល់ប្រាប់ថា Ryu គឺត្រូវបានស្លាប់រួចទៅហើយនិងជាពិសេសនោះភ្នែករបស់ Sarada ក៏ត្រូវបាន awaken ផងដែរប៉ុន្តែអ្វីដែលគួរឲ្យសោកសៅបំផុតនោះ Yodo គឺត្រូវបានសន្មតថាស្លាប់រួចទៅហើយក្រោយបានឮបែបនេះភ្លាម Boruto គឺពិតជាខឹងសម្បាខ្លាំងមែនទែនដោយការស្លាប់របស់ Yodo គឺត្រូវបានដឹងទៅដល់ Kashin Koji មុនរួចទៅហើយដោយគេគឺមិនព្រមប្រាប់ព័ត៌មាននេះទៅកាន់គាត់នោះទេហើយជាពិសេសនោះ Boruto គឺចង់ដឹងអំពី Konohamaru បន្ថែមទៀតប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ Kashin Koji គឺមិនព្រមប្រាប់គាត់នោះទេដោយគេគឺគ្រាន់តែហាមគាត់មិនឲ្យចេញទៅជួយពួកគេតែប៉ុណ្ណោះត្រឡប់ទៅកាន់ទីលានចម្បាំងវិញយើងឃើញថា Konohamaru គឺនៅតែបន្តត្រូវបានវាប្រហារទៅដោយ Matsuri ដដែលដែលនាងគឺពិតជាខឹងសម្បាខ្លាំងមែនទែនដែលគាត់បានក្បត់នាងប៉ុន្តែនៅក្នុងរំពេញនោះ Shuriken មួយក៏ត្រូវបានបង្ហាញខ្លួនតែម្ដងដែល Boruto ក៏បាន teleport មកកាន់ Shuriken នេះផងដែរដោយត្រឹមតែមួយរំពេចតែប៉ុណ្ណោះ Boruto ក៏បានកាប់សម្លាប់សត្រូវចំពោះមកខ្លួនដែលសូម្បីតែ Konohamaru ក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរដែលការវាយប្រហាររបស់ Boruto គឺពិតជាលឿនខ្លាំងមែនទែនជាមួយនឹងការ teleport ទៅកាន់ទីនោះ Kashin Koji គឺពិតជាភ្ញាក់ផ្អើលមិនធម្មតានោះទេដែលគាត់គឺពិតជាខឹងសម្បាជាមួយនឹង Boruto ផងដែរដែលបើសិនបើគាត់ត្រូវបានស្លាប់នោះពិភពលោកនេះគឺនឹងត្រូវបានកំទេចជាមិនខានយើងឃើញថាក្រោយការបង្ហាញខ្លួនរបស់ Boruto បែបនេះ Chura គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលគាត់នឹងធ្វើដំណើរទៅកាន់ទីនោះផងដែរដូច្នេះនៅក្នុងភាគក្រោយនេះពួកយើងនឹងបានឃើញនៅចម្បាំងរវាងពួកគេទាំងពីរនាក់ដោយចម្បាំងនេះគឺពិតជាអស្ចារ្យខ្លាំងមែនទែនប៉ុន្តែមកដល់ត្រឹមនេះហើយភាគ16នៃខ្សែរឿងរបស់ Boruto គឺត្រូវបានបញ្ចប់ខ្សែរឿងគឺបានចាប់ផ្ដើមនៅក្នុងទីលានចម្បាំងដដែលដែលការពិភាក្សាមុនពួកយើងគឺបានឃើញនៅការ awaken របស់ Sarada Uchiha ដែលជាមួយនឹង Bangekyo Sharingan របស់នាងគឺបានយកឈ្នះនៅសត្រូវបានសម្រេចប៉ុន្តែដោយសារតែវាគឺជាធម្មពលថ្មីនោះនាងគឺមិនអាចប្រើប្រាស់វាបានយូរនោះទេដូច្នេះហើយនាងក៏ត្រូវបានសន្លប់ផងដែរនៅឯផ្នែកមួយទៀតនោះពួកយើងគឺបានឃើញជាមួយនឹងការធ្វើដំណើរមកដល់របស់ Boruto ដែលត្រឹមតែមួយរំពេចតែប៉ុណ្ណោះគាត់គឺបានកាប់សម្លាប់នៅសត្រូវចំពោះមុខខ្លួនបានសម្រេចបានន័យថានៅក្នុងពេលនេះសត្រូវពីរនាក់គឺត្រូវបានស្លាប់រួចទៅហើយប៉ុន្តែបញ្ហាមួយទៀតក៏ត្រូវបានបំផុសចេញមកតែម្ដងដែល Chura គឺនឹងធ្វើដំណើរមកកាន់ទីនេះដែលគាត់គឺមានបំណងនៅក្នុងការសម្លាប់ Boruto នឹងឯងត្រឡប់ទៅកាន់ទីលានចម្បាំងមួយទៀតវិញនោះយើងឃើញថាដោយសារតែការស្លាប់របស់ Ryu តនសូរបស់គាត់ក៏បានបង្ហាញខ្លួនតែម្ដងដែលបានឃើញបែបនេះ Mitsuki គឺបានបញ្ជាឲ្យសមាជិករបស់ខ្លួនយកវាចេញពីទីនោះផងដែរដែលគាត់នៅច្បាំងជាមួយនឹង Clawgrab ដែលនៅសល់តែម្នាក់ឯងតែប៉ុណ្ណោះប៉ុន្តែមុនពេលដែលពួកគេអាចធ្វើអ្វីបាននោះបុគ្គលម្នាក់ក៏បានបំផុសខ្លួនចេញពី Clawgrab មួយដែលបុគ្គលម្នាក់នឹងឯងគឺជា Chura ជួបនៅស្ថានភាពបែបនេះភ្លាមគ្រប់គ្នាគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលបើទោះជាមិនធ្លាប់ជួបជាមួយនឹងសត្រូវម្នាក់នេះក៏ដោយពួកគេគឺបានសន្មតដឹងភ្លាមតែម្ដងថាបុគ្គលដែលបង្ហាញខ្លួនចំពោះមុខពួកគេគឺជាអ្នកដឹកនាំរបស់ Shinju ទាំងអស់យើងឃើញថានៅពេលដែលបានបង្ហាញខ្លួនចំពោះមុខគ្រប់គ្នាភ្លាម Chura គឺមិនបានវាប្រហារអ្នកណានោះទេដែលសូម្បីតែតនសូរបស់ Ryu ក៏គាត់មិនអើពើផងដែរប៉ុន្តែគាត់គឺពិតជាមានចំណាប់អារម្មណ៍ជាមួយនឹង Sarada ខ្លាំងមែនទែនដែលគាត់ក៏បានសម្លឹងមើលទៅកាន់នាងជាមួយនឹងភ្នែករបស់ខ្លួនយើងឃើញថាបើទោះជាមានចំណាប់អារម្មណ៍ប៉ុណ្ណាក៏ដោយ Chura គឺនៅតែមិនបានវាប្រហារពួកគេដដែលដែលគាត់គឺគ្រាន់តែហោះចេញពីទីនោះតែប៉ុណ្ណោះដែលបានឃើញនៅការហោះរបស់គាត់ភ្លាម Mitsuki ក៏បានគិតឃើញតែម្ដងដែលទិសដៅដែលគេបានហោះទៅនោះគឺជាទីលានចម្បាំងរបស់ Konohamaru ធ្វើដំណើរទៅកាន់ចម្បាំងមួយទៀតយើងឃើញថា Matsuri គឺត្រូវបានសម្លាប់បានសម្រេចដែលបានឃើញបែបនេះ Konohamaru គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនជាពិសេសជាមួយនឹងល្បឿនរបស់គាត់ដែលបានលើបែបនេះ Boruto គឺមិនចង់ទទួលយកនៅការសរសើរនោះទេដែល Matsuri គឺកំពុងតែក្បែរការស្លាប់រួចទៅហើយយើងឃើញថាដោយសារតែការស្លាប់របស់សត្រូវម្នាក់នេះតនសូរបស់នាងក៏បានបង្ហាញខ្លួនតែម្ដងដែលមុនពេលដែលពួកគេអាចធ្វើអ្វីបាននោះការវាយប្រហារតូចមួយក៏បានធ្វើដំណើរមកកាន់ពួកគេប៉ុន្តែជាសំណាងល្អនោះវាគឺមិនបានធ្វើដំណើរចំពួកគេឡើយជួបនៅស្ថានភាពបែបនេះ Boruto គឺបានបញ្ជាឲ្យអតីតគ្រូបង្រៀនរបស់ខ្លួនដើម្បីចាក់ចេញពីទីនេះដែលទូនាទីរបស់គាត់គឺជាការយកនៅតនសូរបស់សត្រូវត្រឡប់ទៅវិញនិងជាពិសេសនោះគាត់គឺត្រូវទៅស្វែងរកជាមួយនឹងសមាជិកនៃក្រុមផ្សេងទៀតធ្វើយ៉ាងម៉េចក៏ដ
ដោយឲ្យតែពួកគេចាក់ចេញពីទីនេះបានសម្រេចក្រោយបានលើបែបនេះភ្លាម Konohamaru គឺមិនបានបញ្ចេញនៃកាយវិការអ្វីនោះទេដែលគាត់គឺនៅតែមិនមានការជឿជាក់ទៅលើ Boruto ដដែលពីព្រោះថា Boruto គឺនៅតែជាជនក្បត់នៅក្នុងភ្នែករបស់ខ្លួនយើងឃើញថាត្រឹមតែមួយរំពេចតែប៉ុណ្ណោះ Chura ក៏បានធ្វើដំណើរមកដល់ដែលគាត់គឺបានជាមួយនឹង Tail Beast Bomb មួយចេញពីភ្នែករបស់ខ្លួនដែលគ្មានជំរើសនោះ Boruto ក៏បានស្ទុះទៅជួយសង្គ្រោះនៅ Konohamaru បានសម្រេចដែលដោយសារតែការវាយប្រហាររបស់សត្រូវនោះវាគឺបានបង្កើតនៅបន្ទុះមួយដែលពិតជាធំខ្លាំងមែនទែនអស់ជាមួយនឹងភាពគ្រោះថ្នាក់ហើយនោះ Boruto ក៏បានបោះគាត់ទៅកាន់ផ្នែកខាងក្រោមតែម្ដងដែលដឹងអំពីស្ថានភាពរបស់ខ្លួន Konohamaru ក៏បានរត់ចេញពីទីនោះទៅដែលបើទោះជាបានឃើញនៅទង្វើនេះក៏ដោយ Chura គឺនៅតែមិនអាចវាយប្រហារគាត់ដដែលយើងឃើញថាមិនឲ្យការពេលយូរនោះទេ Boruto ក៏បាន teleport ទៅកាន់ផ្នែកខាងក្រោយនៃសត្រូវរបស់ខ្លួនដែលគាត់ក៏បានវាយប្រហារគេជាមួយនឹង Rasengan មួយផងដែរដែលបើទោះជាត្រូវចំកណ្ដាលខ្នងក៏ដោយវាគឺមិនមានផលប៉ះពាល់ទៅកាន់សត្រូវនោះទេផ្ទុយទៅវិញ Chura គឺបានបាញ់ជាមួយនឹងការវាយប្រហារមួយចេញពីភ្នែករបស់គាត់ជាមួយនឹងការវាយប្រហារមួយនេះ Boruto ក៏បាន teleport ចេញពីទីនោះទៅដែលគាត់ក៏បានធ្វើដំណើរទៅដល់ផ្នែកខាងក្រោយនៃសត្រូវផងដែរដែលមិនឲ្យការពេលយូរនោះទេគាត់ក៏បានដកជាមួយនឹងដៃរបស់ខ្លួនតែម្ដងប៉ុន្តែស្របពេលដែលគាត់បានព្យាយាមវាយប្រហារ Chura នោះ Chura គឺបានទប់វាដោយមិនមានបញ្ហាតទៅសោះជួបនឹងស្ថានភាពបែបនេះ Chura គឺពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនដែលគាត់ក៏បានកើតសរសើរទៅកាន់ Boruto ផងដែរជាពិសេសគឺជា technique Flying Thunder God របស់គាត់ដែលជាមួយនឹង technique មួយនេះ Boruto គឺអាច teleport ដោយមិនមានបញ្ហាអ្វីនោះទេធ្វើដំណើរទៅកាន់កន្លែងមួយទៀតនោះពួកយើងក៏បានឃើញជាមួយនឹងការសន្ទនារវាង Ada ហើយនិង Kashin Koji ដែល Ada គឺពិតជាឆ្ងល់ខ្លាំងមែនទែនដែលបើទោះជាដឹងតែខ្លួនឯងគឺមិនអាចយកឈ្នះក៏ដោយហេតុអីបានជា Boruto គឺមិនព្រមចាកចេញពីទីនោះទៅដែលបានលើបែបនេះភ្លាម Kashin Koji ក៏បានបញ្យល់ប្រាប់ថា Boruto គឺមិនអាច teleport ចេញពីទីនេះបាននោះទេពីព្រោះថាទីនេះរបស់គាត់គឺមិនដូចជាមួយនឹង Minato ឡើយដែលដើម្បី teleport បាននោះគាត់គឺត្រូវតែបញ្ចូលនៅឆាក្រារបស់គាត់ចូលទៅក្នុងវត្ថុណាមួយដែលវត្ថុកាន់តែឆ្ងាយវាគឺកាន់តែមានភាពលំបាកនៅក្នុងការ teleport ផងដែរในជាពិសេសនោះប្រសិនបើគាត់ហ៊ានតែរត់ចេញពីទីនោះមិត្តរបស់គាត់គឺប្រកាសជាជួបនឹងគ្រោះថ្នាក់ជាមិនខានដូច្នេះហើយគាត់គឺត្រូវតែធ្វើសពបែបយ៉ាងទាំងអស់ដើម្បីពន្យាពេលទៅឲ្យមិត្តរបស់ខ្លួននិយាយចំ Boruto គឺប្រកាសជាស្លាប់ជាមិនខានត្រឡប់ទៅកាន់ទីលានចម្បាំងវិញ Chura គឺបានបញ្យល់ប្រាប់នៅគោលដៅរបស់ខ្លួនដែលគាត់គឺមានបំណងនៅក្នុងការសម្លាប់ Boruto នឹងឯងពីព្រោះថា Boruto គឺបានដឹងនៅព័ត៌មានតាក់ទងជាមួយនឹងគាត់ជាច្រើនមិនធម្មតានោះទេបានន័យថា Boruto គឺប្រកាសជាមានដៃគូដែលបានផ្ដល់ព័ត៌មាននេះទៅកាន់គាត់ជាមិនខាន Chura គឺថានឹងចង់ដឹងទៀតថាអ្វីទៅគឺជាសេចក្តីស្រឡាញ់ដែលនៅក្នុងចិត្តរបស់គាត់សេចក្តីស្រឡាញ់នេះឯងដែលបណ្ដាលឲ្យ Boruto ស្ថិតនៅក្នុងស្ថានភាពមួយនេះនិយាយចំដោយសារតែសេចក្តីស្រឡាញ់ទៅលើមិត្តរបស់គាត់បានជា Boruto គឺនឹងត្រូវស្លាប់នៅក្នុងពេលបន្តិចទៀតនេះស្របពេលដែលគេកំពុងតែស៊ូគាត់នោះ Boruto គឺកំពុងតែរៀបចំជាមួយនឹងផែនការរបស់ខ្លួនដែលដើម្បីយកឈ្នះនៅចម្បាំងមួយនេះគាត់គឺត្រូវតែប្រើប្រាស់ចំណុច technique ពិសេសរបស់ខ្លួននិយាយចំគឺជា Rasengan Usehiko ប៉ុន្តែដោយសារតែគាត់គឺមិនបានឈរជាប់នឹងដីនោះគាត់គឺមិនអាចប្រើប្រាស់ចំណុច technique នេះបាននោះទេយើងឃើញថាត្រឹមតែមួយរំពេចតែប៉ុណ្ណោះ Boruto គឺត្រូវបានវាយប្រហារទៅដោយដើមឈើជាច្រើនដែលគាត់គឺបានជ្រុះជាមួយនឹងដៃរបស់ខ្លួនផងដែរដែលបានឃើញបែបនេះ Chura ក៏បានសម្រេចចិត្តទៅរើសវាតែម្ដងដែលគាត់គឺបានគម្រាមថានឹងកំទេចនៅដើមមួយនេះឮជាមួយនឹងការគម្រាមនេះភ្លាម Boruto គឺពិតជាខឹងសម្បាខ្លាំងមែនទែនដោយដែរនេះគឺជាដែរដែលគាត់ខ្ចីពីលោកគ្រូរបស់ខ្លួនដែលប្រសិនបើវាមានបញ្ហាអ្វីនោះគាត់គឺប្រកាសជាមិនអន់អោនឲ្យអ្នកណានោះទេក្រោយបានឮបែបនេះ Chura គឺបានបញ្យល់ប្រាប់ថាប្រសិនបើ Boruto គឺប្រាប់អំពីទីតាំងនៃដៃគូរបស់ខ្លួនឯងនោះគាត់គឺសន្យាថាមិនកំទេចនៅដៃនេះនោះទេប៉ុន្តែគាត់គឺនៅតែមានបំណងនៅក្នុងការសម្លាប់ Boruto ដដែលដែលបញ្ចប់ជាមួយនឹងសំណើមួយនេះ Boruto ក៏បានបំបែកចេញពីការខំខាំងជាមួយនឹង technique របស់ខ្លួនយើងឃើញថាត្រឹមតែមួយរំពេចតែប៉ុណ្ណោះ Boruto ក៏បាន teleport ទៅកាន់ផ្នែកខាងក្រៅនៃសត្រូវរបស់គាត់ដែលគាត់ក៏បានវាយប្រហារចំពីក្រោយសត្រូវផងដែរដែលលើនេះគាត់គឺបានប្រើប្រាស់ជាមួយនឹង technique ពិសេសរបស់ខ្លួនគឺ Rasengan Usehiko បានន័យថាគាត់គឺបានយកឈ្នះនៅចម្បាំងនេះរួចទៅហើយសម្រាប់នេះយើងដែលបានភ្លេចហើយនោះ Usehiko គឺជា Rasengan ដែលពិសេសមួយដែលវាគឺបានប្រើប្រាស់នៅការបង្វិលនៃពិភពលោកក្នុងនាមជាប្រភពធម្មពលរបស់វាដែលអ្នកដែលត្រូវបានវាប្រហារនឹងវានោះគឺប្រកាសជានឹងវិលមុខជាមិនខានរហូតតតែមិនអាចងើបឈរបានទៀតផងដែលដើម្បីបញ្ឈប់វាបាននោះគឺមានតែពីរមធ្យោបាយតែប៉ុណ្ណោះទី1គឺជាការបិទនៅឥទ្ធិពលរបស់វាទៅដល់ Boruto ដោយផ្ទាល់និងទី2គឺជាការស្វែងរកនៅវិធីណាមួយដើម្បីឲ្យពិភពលោកមិនមានការបង្វិលទៀតនោះទេយើងឃើញថាដោយសារតែត្រូវបានវាប្រហារទៅដោយ technique មួយនេះ Chura គឺពិតជាមានការវិលមុខខ្លាំងមែនទែនដែលនេះគឺជាជ័យជំនះមកកាន់ Boruto ផងដែរប៉ុន្តែមុនពេលដែលគាត់អាចមានសង្ឃឹមបាននោះ Chura ក៏បានងើបឈរតែម្ដងដែលឥទ្ធិពលនៃ technique មួយនេះក៏បានរសាត់ផងដែរបានន័យថា technique ពិសេសរបស់គាត់គឺមិនមានឥទ្ធិពលទៅលើសត្រូវនោះទេពួកយើងបានស្វែងយល់ថាមូលហេតុដែលគាត់អាចលុបបំបាត់នៅឥទ្ធិពលនៃ Usehiko បាននោះគឺដោយសារតែធម្មពលពិសេសមួយនិយាយចំគឺជា Tail Beast Bomb ដែលគាត់តែងតែបញ្ចេញចេញពីភ្នែករបស់គាត់ដែលសម្រាប់នេះយើងដែលមិនដឹងនោះ Rasengan ហើយនិង Tail Beast Bomb នេះគឺមានន័យ
ទំនាក់ទំនងដ៏ពិសេសមួយមកដល់ពេលនេះគ្នាយើងប្រកាសជាដឹងរួចទៅហើយថាអ្នកដែលបង្កើតជាមួយនឹង Rasengan នោះគឺជា Minato ដែលគាត់គឺបានបង្កើតវាឡើងក្រោយបានឃើញនៅ Tail Beast Bomb មួយដែលបានបញ្ចេញទៅដោយអនាគតប្រពន្ធរបស់គាត់ដូច្នេះហើយ Tail Beast Bomb ហើយនឹង Rasengan គឺមានឥទ្ធិពលប្រហាក់ប្រហែលនឹងគ្នាហើយដោយសារតែ Uchiho គឺជាប្រភេទមួយនៃ Rasengan នោះនិងជូរ៉ាគេចេះប្រើប្រាស់ជាមួយនឹង Tail Beast Bomb គាត់គឺបានលុបបំបាត់ជាមួយនឹងឥទ្ធិពលនៃ Uchiho ដោយមិនមានបញ្ហានោះទេបានន័យថានៅក្នុងពេលនេះតែនៃពិសេសរបស់គាត់គឺមិនមានឥទ្ធិពលទៅលើសត្រូវឡើយដែលគាត់គឺមិនមានធម៌ពលនៅក្នុងការវាយប្រហារសត្រូវទៀតផងដែរដូច្នេះហើយ Boruto គឺនឹងត្រូវស្លាប់នៅក្នុងភាគក្រោយឬមួយក៏យ៉ាងណាទៅប៉ុន្តែមកដល់ត្រឹមនេះហើយភាគ17នៃសាច់រឿងរបស់ Boruto គឺត្រូវបានបញ្ចប់ដែលភាគក្រោយគឺនឹងចេញនៅថ្ងៃទី21ជារៀងរាល់ខែឯណោះនៅក្នុងពេលនេះសត្រូវគឺបានធ្វើដំណើរមកដល់ហើយគោលដៅរបស់ពួកគេគឺជាកូនស្រីរបស់ Naruto ហើយមិនត្រឹមតែប៉ុណ្្នឹងទេពួកយើងក៏បានឃើញនៅការវិលត្រឡប់មកវិញរបស់ Kurama ផងដែរដែលគាត់គឺកំពុងតែស្ថិតនៅក្នុងខ្លួនរបស់ Himawari នឹងឯងដូច្នេះហើយសម្រាប់ថ្ងៃនេះពួកយើងនឹងធ្វើការសម្រាយបន្តទៀតហើយស្វែងយល់ថាវានឹងទៅជាយ៉ាងណាមុននេះជាចតុរការបស្រ័យគឺថាខ្ញុំមានចំនួន promotion មួយដើម្បីផ្ដល់ទៅកាន់អ្នកនរនេះនិយាយទៅ promotion 2ថែមមួយគឺបានធ្វើដំណើរមកដល់សារជាថ្មីដែលលើនេះគឺមានចំនួនម៉ូដអាវពិសេសច្រើនមែនទែននិយាយទៅគឺមានដូចជា anime Naruto Solo Leveling Jujutsu Kaisen និយាយទៅឲ្យតែ anime ដែលគ្នាយើងស្រឡាញ់គឺសុទ្ធតែមានទាំងអស់តែម្ដងនិយាយទៅរកការទិញរបស់អ្នកនរនេះគឺពិតជាជួយខ្ញុំបានច្រើនមែនទែនដែលវាគឺបាន support ខ្ញុំដោយផ្ទាល់តែម្ដងអញ្ចឹងប្រសិនបើគ្នាយើងមានចំណាប់អារម្មណ៍អីកុំភ្លេចធ្វើដំណើរទៅកាន់ page IG សាកដា MCU Store ឬមកក៏ page Facebook សាកដា Anime and Manga ទាំងអស់គ្នាឥឡូវដើម្បីកុំឲ្យអ្នកនរនេះចាំយូរតោះសាច់រឿងគឺបានចាប់ផ្ដើមជាមួយនឹង Boruto កំពុងតែឈរពីមុខសត្រូវតែម្ដងដែលមិនឲ្យខាតពេលយូរនោះទេគាត់ក៏ត្រូវបានគេវាយប្រហារផងដែរប៉ុន្តែប្រើប្រាស់ជាមួយនឹងJutsuខ្យល់មួយគាត់ក៏បានរុញសត្រូវចេញបានសម្រេចឃើញបែបនេះ Konohamaru គឺនៅតែខឹងសម្បារដដែលពីព្រោះថានៅក្នុងខួរក្បាលរបស់គាត់ Boruto គឺនៅតែជាជនក្បត់នៅឡើយនេះទេប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយគាត់គឺបានជួយសង្គ្រោះពួកគេការពីអំបញ្ញមិញនេះ Sumire ក៏បានលើកឡើងថាគោលដៅរបស់សត្រូវគឺជាSaradaនឹងឯងដែលគេគឺមានបំណងនៅក្នុងការស៊ីតែម្ដងដែលលើកបាននេះភ្លាម Boruto ក៏បានបញ្យល់ប្រាប់ថា Hidari ដែលជាសត្រូវកំពុងតែឈរពីមុខពួកគេនោះគឺជា Shinju មួយដែលគាត់គឺបានទាញយកនៅ Chakra ចេញពី Sasuke តែម្ដងដូច្នេះហើយដើម្បីជួយសង្គ្រោះ Sasuke បាននោះពួកគេគឺត្រូវតែសម្លាប់នៅ Shinju មួយនេះដូច្នេះពួកគេគឺមិនចាំបាច់លាក់ធម្មពលទៀតនោះទេបញ្ចប់ជាមួយនឹងការសន្ទនាមួយនេះក្លោក្រែមជាច្រើនក៏បានធ្វើដំណើរមកដល់ដែល Boruto ហើយនិង Sarada គឺជាអ្នកច្បាំងពួកគេតែ2នាក់តែប៉ុណ្ណោះរីឯបុគ្គលផ្សេងទៀតគឺមានតួនាទីនៅក្នុងការការពារនៅប្អូនស្រីរបស់ Boruto នឹងឯងដែលនៅក្នុងចម្បាំងមួយនេះពួកគេគឺបានយកឈ្នះនៅក្លោក្រែមទាំងអស់នោះបានយ៉ាងងាយប៉ុន្តែស្របពេលដែលនាងមិនបានចាប់អារម្មណ៍នោះ Sarada ក៏ត្រូវបានគេលួចវាយប្រហារពីខាងក្រោយតែម្ដងដែលជាសំណាងល្អ Boruto ក៏បាន teleport ទៅកាន់ទីនោះហើយក៏បានវាយប្រហារសត្រូវជាមួយនឹង Rasengan តែម្ដងដែលវាគឺបានបង្កើតនូវការខូចខាតទៅដល់សត្រូវខ្លាំងមែនទែនជាមួយនឹងបញ្ហាមួយនេះ Hidari ក៏បានធ្វើដំណើរទៅកាន់មន្ទីររបស់គាត់វិញហើយប្រើប្រាស់ជាមួយនឹងខ្លួនពិតប្រាកដរបស់ The Tentail គាត់ក៏បានជាពីរបួសនៅក្នុងរយៈពេលមួយរំពេចតែប៉ុណ្ណោះដែលគាត់ក៏បានត្រឡប់មកវិញផងដែរយើងឃើញថានៅពេលគាត់បានមកវិញគាត់ក៏បានបញ្ចេញជាមួយនឹងខ្លមមកជាច្រើនដែលឃើញបែបនេះ Sarada ក៏បានឲ្យ Boruto ហោះឡើងលើតែម្ដងប៉ុន្តែក្រោយបានលើបែបនេះភ្លាម Boruto គឺមិនយល់ស្របនោះទេដែលដើម្បីយកឈ្នះនៅចម្បាំងមួយនេះគាត់គឺត្រូវតែសម្លាប់នៅសត្រូវដែលប្រើប្រាស់ជាមួយនឹង Jutsu មួយតែប៉ុណ្ណោះដែល Jutsu ដែលស័ក្តិសមបំផុតនោះគឺជា Rasengan Uchiho ដែលវាគឺជា Jutsu មួយដែលប្រើប្រាស់នៅធម្មពលនៃការបង្វិលរបស់ភពផែនដីដែលពួកយើងគឺបានធ្លាប់បានឃើញរួចទៅហើយពួកយើងបានស្វែងយល់ទៀតថាដើម្បីប្រើប្រាស់នៅJutsuមួយនេះជារបស់គាត់គឺត្រូវតែដាក់ជាប់នឹងដីតែម្ដងហើយគាត់គឺត្រូវការពេលវេលាជាច្រើនដើម្បីបញ្ចេញនៅធម្មពលមួយនេះដែលស្របពេលដែលគាត់កំពុងតែនិយាយនោះ Hidari ក៏បានវាយប្រហារគាត់ផងដែរប៉ុន្តែជាសំណាងល្អគាត់ក៏ត្រូវបានការពារទៅដោយអតីតគូបង្រៀនរបស់ខ្លួនយើងឃើញថានៅក្នុងពេលនោះផងដែរ Sarada ក៏ត្រូវបានគេវាយប្រហារដូចគ្នាប៉ុន្តែប្រើប្រាស់ជាមួយនឹង Chidori Stream នាងក៏បានវាយប្រហារបកវិញបានសម្រេចដែលនាងក៏បានបោះសត្រូវទៅកាន់ Boruto ផងដែរដែលនៅក្នុងពេលនេះ Jutsu របស់គាត់គឺមិនទាន់បានបញ្ចូលនៅធម្មពលពេញនៅឡើយនោះទេប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយវាគឺប្រកាសជាគ្រប់គ្រាន់ជាមិនខានយើងឃើញថាប្រើប្រាស់ជាមួយនឹង Jutsu មួយនេះ Boruto គឺបានកំទេចសត្រូវស្ទើរតែទាំងស្រុងតែម្ដងដែលវាគឺនៅសល់ត្រឹមតែផ្នែកខាងលើនៃខ្លួនតែប៉ុណ្ណោះដែលគាត់គឺបានព្យាយាមដកថយទៅកាន់បន្ទាយរបស់ខ្លួនវិញប៉ុន្តែមុនពេលគាត់អាចចូលទៅកាន់ខ្លមមកបាននោះវាក៏ត្រូវបានបង្រួមទៅដោយ Kawaki តែម្ដងដែលនៅក្នុងពេលនេះគាត់គឺមិនអាចរត់គេចបាននោះទេដែលត្រឹមតែមួយរំពេចតែប៉ុណ្ណោះ Hidari ក៏ត្រូវបានកំទេចទៅដោយ Kawaki បានសម្
សម្រេចជាមួយនឹងភាពជោគជ័យមួយនេះវត្ថុមួយក៏ត្រូវបានបញ្ចេញមកតែម្ដងដែលវាគឺមានឈ្មោះថា Thorn Soul ដែលជាមួយនឹងវត្ថុមួយនេះពួកគេគឺប្រកាសជាអាចជួយសង្គ្រោះ Sasuke បានជាមិនខានប៉ុន្តែមុនពេលដែលពួកគេអាចធ្វើអ្វីបាននោះ Boruto ក៏ត្រូវបានគេវាយប្រហារពីចម្ងាយតែម្ដងដែលវាគឺជាទង្វើរបស់ Jiraiya នឹងឯងដែលជាមួយនឹងការវាយប្រហារមួយនេះ Jiraiya ក៏បានយកនៅវត្ថុនោះមកវិញបានសម្រេចដែលនៅក្នុងពេលនេះហើយគាត់ក៏បានសន្មតថា Boruto គឺពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនដូច្នេះហើយគាត់គឺមិនអនុញ្ញាតឲ្យ Boruto បន្តរស់ទៀតនោះទេដែលប្រសិនបើពួកគេជួបគ្នាម្ដងទៀតនោះ Boruto គឺប្រកាសជាមិនមានសំណាងដូចលើកនេះឡើយយើងឃើញថានៅក្នុងពេលនោះ Mamochi ក៏បានធ្វើដំណើរមកដល់ដែលគាត់គឺបានបញ្យល់ប្រាប់ថា Boruto គឺប្រកាសជារួមគំនិតជាមួយនឹងបុគ្គលសម្ងាត់ជាមិនខានហើយដូច្នេះហើយបានជាគាត់មានព័ត៌មានច្រើនបែបនេះដែលលើបែបនេះភ្លាម Jiraiya ក៏បានសម្រេចចិត្តដកថយតែម្ដងដែលពួកគេគឺត្រូវតែធ្វើដំណើរទៅកាន់មន្ទីររបស់ពួកគេវិញត្រឡប់ទៅកាន់វាលលេចវិញយើងឃើញថាដោយសារតែការវាយប្រហាររបស់ Jiraiya នោះ Boruto គឺត្រូវបានសន្លប់តែម្ដងដែលនៅក្នុងពេលនេះពួកយើងក៏បានត្រឡប់មកកាន់អតីតកាលសាជាថ្មីអ្វីដែលយើងបានទស្សនានេះគឺនៅក្នុងរយៈពេល1ឆ្នាំក្រោយព្រឹត្តិការណ៍នៃ Omnipotence ដែលវាគឺជាពេលវេលាដែល Sasuke ទើបតែត្រូវបានជាប់នៅក្នុងដើមឈើផងដែរដែលយើងឃើញថា Boruto គឺត្រូវបានស្វែងរកទៅដោយ Shinobi ជាច្រើនមែនទែនប៉ុន្តែជាសំណាងល្អគាត់ក៏បានជួបជាមួយនឹងសត្វកង្កែបតូចមួយដែលវាគឺជាសត្វកង្កែបរបស់ Kashin Kochi នឹងឯងដែលគ្មានជំរើសនោះ Boruto ក៏បានសម្រេចចិត្តធ្វើដំណើរទៅជាមួយនឹងវាតែម្ដងយើងឃើញថាត្រឹមតែមួយរំពេចតែប៉ុណ្ណោះគាត់ក៏ត្រូវបានសាមញ្ញទៅកាន់កន្លែងមួយដែលវាគឺជាបន្ទាយចាស់របស់ Orochimaru ដែលរងចាំនៅទីនោះគឺជា Kashin Kochi នឹងឯងដែលគាត់គឺបានណែនាំខ្លួនទៅកាន់ Boruto ម្ដងទៀតពីព្រោះថាពួកគេគឺខានបានជួបគ្នាអស់រយៈពេល1ឆ្នាំជាងរួចមកហើយនៅពេលដែលគាត់បានមកដល់ភ្លាម Kashin Kochi គឺមានសំណួរតែមួយតែប៉ុណ្ណោះតែ Boruto គឺជា Boruto Uzumaki ពិតមែនដែរទេពីព្រោះថាដោយតែគ្រប់គ្នានៅក្នុងពិភពលោកនេះចឹងការចងចាំរបស់គាត់គឺត្រូវបានផ្លាស់ប្ដូរទៅដោយ Omnipotent ដូចគ្នាដូច្នេះគាត់គឺគ្រាន់តែចង់ដឹងអំពីការពិតតែប៉ុណ្ណោះពីព្រោះថានៅក្នុងការចងចាំរបស់គាត់ Boruto គឺជាសមាជិករបស់ Kara ហើយក៏ជា vessel របស់ Ishiki ផងដែរប៉ុន្តែតាមតែផុសតាំងដែលបានបង្ហាញនោះវាគឺមិនមែនជាការពិតនោះទេដោយការពី1ឆ្នាំមុននេះការចងចាំរបស់ពិភពលោកទាំងមូលគឺត្រូវបានផ្លាស់ប្ដូរទាំងស្រុងតែម្ដងឬបែបនេះ Boruto គឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជាគាត់ដឹងអំពី Omnipotent បែបនេះដែលនៅក្នុងពេលនេះហើយ Kashin Kochi ក៏បានបញ្យល់ប្រាប់ថាគាត់គឺបានដឹងអំពីព្រឹត្តិការណ៍មួយនេះមុនពេលដែលវាបានកើតឡើងទៅទៀតដែលវាគឺជាធម្មពលថ្មីរបស់គាត់ដោយដែល Boruto បានដឹងហើយគាត់គឺជាមនុស្សយន្តមួយដែលបានបង្កើតឡើងទៅដោយ Amado ដើម្បីបំពេញបេសកកម្មតែមួយតែប៉ុណ្ណោះដែលវាគឺជាការសម្លាប់នៅ Chicken នឹងឯងដែលក្រោយការជោគជ័យនៅក្នុងបេសកកម្មមួយនេះគាត់គឺមិនមាននៅប្រយោជន៍ទៀតនោះទេដែលសូម្បីតែ Kashin Kochi ខ្លួនឯងក៏បានដឹងខ្លួនផងដែរដែលគាត់គឺបានស្ម័គ្រចិត្តស្លាប់តែម្ដងប៉ុន្តែនៅចំណុចបញ្ចប់នៃជីវិតរបស់គាត់ក៏ទទួលបានធម្មពលថ្មីមួយដែលនៅក្នុងពេលនេះគាត់គឺអាចមើលឃើញនៅគ្រប់ហេតុការណ៍ដែលនឹងកើតឡើងទាំងអស់ដែលធម្មពលថ្មីនេះគឺមានឈ្មោះថា The Ten Path ក្រោយបានឃើញនៅព្រឹត្តិការណ៍ឬមកក៏អនាគតដែលនឹងអាចកើតឡើងទាំងអស់នេះគាត់គឺមិនអាចស្លាប់បានទៀតនោះទេរហូតតតែ The Ten Tail គឺត្រូវបានកំទេចហើយផែនដីនេះគឺមាននៅសុវត្ថិភាពសារជាថ្មីហើយដូច្នេះហើយបានជាគាត់បន្តរស់មកដល់សពថ្ងៃនេះដែល Boruto គឺជាក្តីសង្ឃឹមតែមួយតែប៉ុណ្ណោះដែលអាចជួយសង្គ្រោះនៅភពផែនដីនេះទាំងមូលក្រោយបានលើកនៃការនិយាយនេះភ្លាម Boruto គឺនៅតែឆ្ងល់ដដែលតែហេតុអីបានជាគាត់ដឹងអំពី Omnipotence មុនពេលដែលវាបានកាត់ឡើងទៅទៀតដែលលើកនៃការឆ្ងល់មួយនេះ Kashin Kochi ក៏បានសម្រេចចិត្តបញ្យល់បន្ថែមទៀតតែម្ដងគ្នាយើងប្រកាសជាដឹងអំពី Shibai Otsutsuki រួចទៅហើយដែលគាត់គឺជាអតីតរបស់ Otsutsuki មួយដែលមានធម្មពលខ្លាំងអស្ចារ្យមែនទែនដែលធម្មពលរបស់គាត់នោះគឺមានឈ្មោះថា Shinjutsu ដែលវាគឺជាប្រភពដើមរបស់គ្រប់ Jutsu នៅក្នុងសាច់រឿងនេះទាំងអស់ពួកយើងបានស្វែងយល់ថាដែលមិនដឹងមូលហេតុនោះខ្លួនរបស់ Shibai គឺត្រូវបានរកឃើញទៅដោយ Amado នឹងឯងដែលគាត់គឺបានបញ្ចូលនៅធម្មពលរបស់អាទិទេពនេះទៅកាន់គ្រប់សមាជិកនៃ Kara ទាំងអស់ប៉ុន្តែនៅក្នុងចំណោមសមាជិកទាំងអស់នោះមានតែ3នាក់តែប៉ុណ្ណោះដែលទទួលបាន Shinjutsu មួយដែលខូដគឺទទួលបាននៅខ្លមម៉ោករបស់គាត់ Ada គឺទទួលបាននៅ Senrigon ហើយនឹង Cham រី Diamond គឺទទួលបាននៅធម្មពល Reflection របស់គាត់នឹងឯងប៉ុន្តែនៅចំណុចបញ្ចប់នៃជីវិតរបស់គាត់នោះ Kashin Kochi ក៏ទទួលបាននៅ Shinjutsu មួយដូចគ្នាដែលវាគឺអាចឲ្យគាត់មើលឃើញនៅអនាគតដែលនឹងអាចកើតឡើងទាំងអស់ដែល Shinjutsu នេះគឺមានឈ្មោះថា The Ten Path ឬមកក៏ Prescience Kashin Kochi ក៏បានបញ្យល់ទៀតថាអនាគតរបស់ពួកគេគឺមិនមែនជាខ្សែត្រង់នោះទេដែលការសម្រេចចិត្តមួយគឺអាចផ្លាស់ប្ដូរនៅអនាគតទាំងស្រុងតែម្ដងដែលពួកគេគឺបានជៀសវាងផុតនៅអនាគតអាក្រក់ជាច្រើនមកហើយដែលនៅក្នុងអនាគតមួយ Naruto គឺត្រូវបានស្លាប់ទៅដោយកំដាប់ដៃរបស់ Ishiki ហើយគាត់គឺបានសម្រេចនៅក្នុងការយកនៅខ្លួនរបស់ Kawaki ផងដែរដែលជាលទ្ធផលពិភពលោកនេះទាំងមូលគឺនឹងត្រូវបានស្លាប់តែម្ដងឬមួយក៏អនាគតមួយទៀត Kawaki គឺបានសម្លាប់ជាមួយនឹង Boruto ហើយនឹង Sarada បានសម្រេចហើយបន្តមកទៀតគាត់ក៏បានចាញ់ទៅដោយ Code ផងដែរដោយជាលទ្ធផល Code គឺអាចដាំជាមួយនឹង Divine Tree ហើយកំទេចនៅភពនេះបានសម្រេចដូចគ្នាជាមួយនឹងធម្មពលមួយនេះ
វាគឺបានផ្ដល់នូវព័ត៌មានមកកាន់គាត់ជាច្រើនមែនទែនដូច្នេះហើយគាត់គឺមានបំណងនៅក្នុងការជួយបង្ហាត់បូរូតូតែម្ដងដែលជាមួយនឹងការមើលឃើញទៅកាន់អនាគតរបស់គាត់នោះគាត់គឺបានដឹងអំពីតិចនៃបូរូតូបានរៀនចេះនៅក្នុងអនាគតរួចទៅហើយដូច្នេះហើយប្រសិនបើគាត់បង្រៀនតិចនៃទាំងអស់នេះទៅកាន់បូរូតូនៅក្នុងពេលនេះនោះវាគឺប្រកាសជាធ្វើឲ្យការហាត់សនរបស់បូរូតូកាន់តែលឿនជាមិនខានប៉ុន្តែមុនពេលដែលពួកគេអាចចាប់ផ្ដើមបាននោះខាឈិនកូជីក៏បានលើកឡើងអំពីអនាគតដែលអាក្រក់បំផុតដែលនៅក្នុងរយៈពេល2ឆ្នាំខាងមុខនេះដែល Telltale គឺនឹងត្រូវបានវិវត្តខ្លួនទៅជាសត្រូវថ្មីមួយទៀតឈ្មោះថា Shinju ហើយនៅក្នុងចំណោមសត្រូវទាំងអស់នេះ Shinju មួយគឺពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនដែលវាគឺជា Chura នឹងឯងដែលគាត់គឺជាអ្នកសម្លាប់ Boruto នៅក្នុងថ្ងៃអនាគតទៅទៀតខាឈិនកូជីក៏បានបន្ថែមទៀតថាប្រសិនបើពួកគេគឺអាចស្វែងរកដល់ Telltale នៅក្នុងពេលនេះហើយសម្លាប់វាបាននោះការវិវត្តរបស់វាគឺមិនអាចកើតឡើងបាននោះទេប៉ុន្តែលទ្ធផលមួយនេះគឺសឹងតែមិនអាចទៅរួចតតែសោះតែម្ដងដែលនៅក្នុងការមើលឃើញរបស់គាត់ទៅកាន់អនាគតជាច្រើនវាគឺមានអវត្តមានរបស់ពួក Shinju ទាំងអស់លើនៅការបញ្យល់ទាំងអស់នេះ Boruto ក៏បានសន្យាថានឹងសម្លាប់នៅ Code ហើយនឹង The Telltale ផងដែរប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយគាត់គឺមិនព្រមសម្លាប់ Kawaki នោះទេដែលគាត់នឹងព្យាយាមធ្វើឲ្យគាត់ភ្ញាក់ខ្លួនដល់ខ្លួនឯងតែម្ដងត្រឡប់មកកាន់បច្ចុប្បន្នវិញយើងឃើញថា Boruto គឺនៅតែសន្លប់ដដែលប៉ុន្តែគាត់គឺមិនទាន់ស្លាប់នៅឡើយនោះទេដែលនៅក្នុងពេលនេះគ្នា Himawari ក៏បានភ្ញាក់ពីការសន្លប់តែម្ដងដែលជាមួយនឹងធម្មពលថ្មីរបស់នាងនោះនាងក៏បានព្យាបាលនៅរបួសរបស់ Sarada បានផងដែរជាមួយនឹងឱកាសដ៏ពិសេសមួយនេះពួកគេក៏បានដាក់ខ្នោះទៅលើ Boruto តែម្ដងដែលពួកគេគឺចង់បានព័ត៌មានដែលគាត់មានទាំងអស់ហើយបើទោះជាប្រកែកយ៉ាងណាក៏ដោយគ្រប់គ្នាគឺមិនព្រមស្ដាប់នៅសម្ដីរបស់ Sarada នោះទេដែលនៅក្នុងភ្នែករបស់បុគ្គលទាំងអស់ Boruto គឺនៅតែជាជនក្បត់ដដែលត្រឡប់ទៅកាន់បន្ទាយរបស់ពួក Shinju វិញយើងឃើញថាប្រើប្រាស់ជាមួយនឹង Sonso របស់ Hidari គាត់ក៏បានត្រឡប់មកវិញបានសម្រេចដែលនៅក្នុងពេលនេះដូចគ្នា Sonso មួយទៀតក៏ត្រូវបានបង្ហាញខ្លួនផងដែរដែលវាគឺអាចជាកំណត់របស់ Shinju ថ្មីក៏ថាបានដែរមួយរយៈក្រោយមកយើងឃើញថា Boruto គឺត្រូវបានដាក់នៅក្នុងបន្ទប់សួរសំណួរមួយដែលចំណុចដៃរបស់គាត់នោះគឺជាខ្នោះបច្ចេកវិទ្យាមួយផងដែរដែល Boruto គឺមិនអាចប្រើប្រាស់នៅជួយសួរអ្វីបាននោះទេបានន័យថាគាត់គឺត្រូវតែឆ្លើយនៅគ្រប់សំណួរទាំងអស់តែម្ដងប្រការភ្ជាប់ពីការសន្លប់របស់គាត់អ្វីដែលគាត់បានធ្វើដំបូងគេនោះគឺចង់ដឹងអំពីសុវត្ថិភាពរបស់គ្រប់គ្នាទាំងអស់ដែលនៅជីនគឺត្រូវបានព្យាបាលទៅដោយ Sakura ដែលផ្ទាល់តែម្ដងដែលរងចាំនៅការសួរសំណួរមួយនេះគឺជា Demon, Ada ហើយនិង Kawaki ផងដែរដែលនេះគឺជាបញ្ហាសម្រាប់គាត់ខ្លាំងមែនទែន Demon ក៏បានលើកឡើងថានៅក្នុងការសួរសំណួរមួយនេះប្រសិនបើ Boruto បានបញ្ចេញនូវការពិតទាំងអស់នោះ Kawaki គឺប្រកាសជាមានបញ្ហាជាមិនខានប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ Kawaki គឺមិនសូវជាបារម្ភប៉ុន្មាននោះទេដែលគ្រប់គ្នាគឺប្រកាសជាមិនជឿនៅសម្ដីរបស់ Boruto ឡើយត្រឡប់ទៅកាន់បន្ទប់សួរសំណួរវិញ Boruto គឺបានរៀបរាប់អំពីសត្រូវទាំងអស់ដោយការពីលើកមុន The Telltale គឺមានតួនាទីនៅក្នុងការស៊ីតែ Otsutsuki តែប៉ុណ្ណោះប៉ុន្តែលើកនេះពួកគេគឺទទួលបាននូវចំណេះដឹងថ្មីមួយទៀតដែល Sarada, Himawari ហើយនិង Konohamaru គឺសុទ្ធតែជាគោលដៅរបស់ពួកគេទាំងអស់ដែលក្រោយបានស៊ីនៅគោលដៅទាំងអស់នេះពួកគេគឺប្រកាសជាអាចទទួលបាននូវចំណេះដឹងថ្មីជាមិនខាន Boruto ថែមទាំងបានបន្ថែមទៀតថា Shinju ទាំងអស់នោះគឺបានយកនៅ Chakra ចេញពីបុគ្គលមួយចំនួនដែល Hidari គឺបានយកនៅ Chakra ចេញពី Sasuke Uchiha, Matsuri គឺបានយកចេញពី Moegi, Ryamamushi គឺបានយកចេញពីសមាជិក Kara ម្នាក់ឈ្មោះ Tabakប៉ុន្តែចំពោះ Chura វិញនោះគាត់គឺមិនបានយក Chakra ចេញពីអ្នកណានោះទេដែលគាត់គឺជា The Telltale ដែលបានវិវត្តខ្លួនដោយផ្ទាល់តែម្ដងដែលគាត់នេះឯងគឺជាមេរបស់ពួក Shinju ទាំងអស់ដូច្នេះប្រសិនបើពួកគេអាចសម្លាប់គាត់បាននោះពិភពលោកនេះគឺនឹងមានសុវត្ថិភាពជាមិនខានទទួលបានព័ត៌មានទាំងអស់នេះ Konohamaru គឺពិតជាឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជាគាត់ដឹងច្រើនបែបនេះនិងជាពិសេសនោះតើគាត់គឺទទួលបានព័ត៌មានទាំងអស់នេះពីអ្នកណាទៅដែលត្រូវបានគេសួរសំណួរមួយនេះ Boruto គឺមិនព្រមឆ្លើយនោះទេដែលគាត់គឺទៅតែការពារនៅអាចកំបារបស់ Kachin Koji ទាំងអស់បន្តទៅការសួរសំណួរបន្ថែមទៀតនោះចាស់ទុំមួយក៏បានសួរនៅសំណួរដែលសំខាន់បំផុតថាហេតុអីបានជាគាត់សម្លាប់ Naruto ហើយនឹងប្រពន្ធរបស់គាត់បែបនេះដែលលើបែបនេះភ្លាម Boruto ក៏បានបញ្យល់ប្រាប់ថា Naruto ហើយនឹងប្រពន្ធរបស់គាត់គឺមិនទាន់ស្លាប់នៅឡើយនោះទេដែលពួកគេគឺកំពុងតែស្នាក់នៅក្នុងកន្លែងសុវត្ថិភាពមួយប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយគាត់គឺមិនព្រមប្រាប់អំពីទីតាំងរបស់ពួកគេនោះទេលើនៅការបញ្យល់បែបនេះ Kawaki គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនតែហេតុអីបានជា Boruto មិនប្រាប់អំពីការពិតទៅកាន់គ្រប់គ្នាបែបនេះដែល Ada គឺបានបញ្យល់ប្រាប់ថា Boruto គឺចង់ឲ្យ Kawaki នៅមានតំណែងនៅក្នុងវាលិចមួយនេះដែលមូលហេតុអ្វីគឺយើងមិនទាន់ដឹងនៅឡើយនោះទេមកដល់ពេលនេះហើយពួកយើងក៏បានឃើញនៅការគិតម្នាក់ឯងរបស់ Shikamaru តែម្ដងដែលមិនដឹងមូលហេតុអ្វីនោះទេគាត់គឺជឿជាក់ទៅលើសម្ដីរបស់ Boruto ទាំងអស់ដូច្នេះហើយគាត់ក៏បានសុំឲ្យ Ino ភ្ជាប់នៅទំនាក់ទំនងរវាង Boruto តែម្ដងប៉ុន្តែដោយសារតែវាខុសជាមួយនឹងច្បាប់របស់វាលិចនោះនាងគឺមិនព្រមជួយគាត់ទៀតនោះទេដល់ពេលនេះហើយ Shikamaru ក៏បានកោះហៅនៅ Mitsuki មកតែម្ដងដែលមុនពេលដែល
Mitsuki បានដើរចូលទៅកាន់បន្ទប់សួរសំណួរនោះ Shikamaru ក៏បានហុចនៅក្រដាសមួយទៅកាន់គាត់ដែលវាគឺជាលេខកូដនៃខ្នោះរបស់ Boruto នឹងឯងយើងឃើញថានៅពេលដែល Mitsuki បានដើរចូលទៅដល់ភ្លាមគាត់ក៏បានបើកជំនឿសេឈ្មោះភ្លាមតែម្ដងដែលគាត់ក៏បានស្ទុះទៅវាប្រហារ Boruto ផងដែរប៉ុន្តែវាគឺគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះដែលសត្វពស់មួយគឺបានទៅដោះលែងនៅខ្នោះរបស់គាត់ហើយមិនត្រឹមតែប៉ុណ្្នេះទេ Mitsuki ក៏បានសប្រាប់នៅទីតាំងនៃដាវហើយនឹងកន្សែងរបស់គាត់ផងដែរជាមួយនឹងការដោះលែងមួយនេះ Boruto ក៏បាន teleport ចេញពីទីនោះទៅដែលគាត់គឺបានស្ទុះទៅយកនៅអីវ៉ាន់របស់ខ្លួនដែលក្រោយមកទៀតគាត់ក៏បាន teleport ចេញពីទីនោះផងដែរដែលជួបនៅស្ថានភាពបែបនេះ Mitsuki ក៏បានធ្វើជាសុំទោសទៅកាន់គ្រប់គ្នាទាំងអស់បញ្ចប់ជាមួយនឹងព្រឹត្តិការណ៍មួយនេះ Boruto គឺបានរត់គេចបានសម្រេចដែលវាគឺជាទង្វើរបស់ Shikamaru នឹងឯងដែលSarada ហើយនិង Sumire គឺចង់ដឹងអំពីរឿងរ៉ាវទាំងអស់តែម្ដងប៉ុន្តែនៅក្នុងពេលនោះ Shikamaru ក៏ត្រូវបានតាក់ទងទៅដោយប្អូនថ្លៃរបស់ខ្លួនគឺ Kankuro ដែលគាត់គឺបានបញ្យល់ប្រាប់ថា Gaara the Kazekage គឺត្រូវបានគេយកឈ្នះរួចទៅហើយដែលសូម្បីតែ Shinki ដែលជាកូនប្រុសចិញ្ចឹមរបស់គាត់នោះក៏ត្រូវបានចាញ់ដូចគ្នាដែលនៅក្នុងពេលនេះហើយពួកយើងក៏បានឃើញនៅកំណើតរបស់ Shinju ថ្មីមួយទៀតដែលវាគឺជា Shinju របស់ Shinki នឹងឯងដែលសត្រូវថ្មីនេះគឺមានឈ្មោះថា Ryu ប៉ុន្តែមកដល់ត្រឹមនេះហើយភាគ13នៃសាច់រឿងរបស់ Boruto គឺត្រូវបានបញ្ចប់